កំណត់ធំពីររបស់ជនជាតិស្វីសជនជាតិស្វីសមានអត្ថកម្បាំងនៃការធ្វើធុរកិច្ចច្រើនតែអត្ថកម្បាំងដ៏សំខាន់មួយប្រការដែលពួកគេតែងតែប្រតិបត្តិដោយជោគជ័យនោះគឺត្រូវតែសម្លឹងមើលប្រភពសំខាន់ពីររបស់លុយគឺស្ត្រីនិងមាត់គម្ពីរធ្វើជំនួញរបស់ជនជាតិស្វីសនិយាយថាបរិសុទ្ធជាអ្នករកលុយឯស្ត្រីជាអ្នកចាយលុយដែលបរិសុទ្ធរកមកសៀវភៅណែនាំការធ្វើធុរកិច្ចទូទៅតែងប្រាប់ពីវិធីរកលុយថាតើត្រូវរកលុយដូចម្ដេចប៉ុន្តែមិនធ្លាប់ឮគេនិយាយសោះថាប្រសិនបើចង់រកលុយត្រូវតែគិតដល់ស្ត្រីជាមុនព្រោះលុយនៅក្នុងដៃរបស់ស្ត្រីដូច្នេះហើយទៅពាក្យដែលថារកលុយក្នុងដៃស្ត្រីបានក្លាយជាពាក្យសម្ដីដ៏ស័ក្តិសិទ្ធិក្នុងគម្ពីរធ្វើជំនួញរបស់ជនជាតិស្វីសដោយស្វ័យប្រវត្តិអ្នកធ្វើធុរកិច្ចជនជាតិស្វីសជាច្រើនចាត់ថាស្ត្រីជាអតិថិជនគោលដៅរបស់ពួកគេដោយពួកគេគិតថាការរកលុយពីបរិសុទ្ធពិបាកជាងរកលុយពីស្ត្រី10ដងព្រោះបរិសុទ្ធប្រគល់លុយទាំងអស់ឲ្យស្ត្រីជាអ្នកគ្រប់គ្រងបើនិយាយម្យ៉ាងទៀតគឺព្រោះបរិសុទ្ធគ្មានសមត្ថភាពទិញនោះឯងផ្ទុយទៅវិញទោះជាស្ត្រីជាច្រើនមិនមែនជាអ្នករកលុយតែការពិតដែលកើតឡើងបានពិសោធន៍ឲ្យឃើញយ៉ាងច្បាស់ថាការរកលុយពីស្ត្រីគឺជារឿងដែលងាយបំផុតទំនិញភាគច្រើនក្នុងហាងមិនថាជាហាងទំនិញដែលនាំមុខឬហាងធម្មតាដែលមានលក់ពេជ្រត្បូងតម្លៃថ្លៃសម្លៀកបំពាក់ស្អាតខ្សែកចិញ្ចៀនទាំងអប់កាបូបយួរនោះទេសុទ្ធតែជាទំនិញសម្រាប់ស្ត្រីទាំងអស់ដោយសារតែជនជាតិស្វីសបានសង្កេតឃើញអតិថិជនគោលដៅក្រុមនេះមុនគេហើយទៅពួកគេអាចរកកម្រៃបានច្រើនជាងអ្នកដទៃតែសពថ្ងៃនេះមានអ្នកធុរកិច្ចដែលមិនមែនជាជនជាតិស្វីសជាច្រើនបានងាកមកយកដំណាប់តាមរហូតធ្វើឲ្យការរកលុយពីហោប៉ៅរបស់ស្ត្រីមិនមែនជាកម្មសិទ្ធិបញ្ញារបស់ជនជាតិស្វីសតទៅទៀតឡើយកំណត់ដ៏សំខាន់មួយទៀតរបស់ជនជាតិស្វីសគឺមាត់ព្រោះមាត់របស់មនុស្សគឺជារណ្ដៅដែលដាក់វត្ថុអ្វីៗមិនចេះពេញអ្នកធុរកិច្ចជនជាតិស្វីសសម្លឹងមើលឃើញភាពសំខាន់របស់មាត់នេះយ៉ាងច្បាស់ថាដោយសារតែបច្ចុប្បន្នលើពិភពលោកមួយនេះមានប្រជាជនជាង 5,000 លាននាក់ដែលមានសមត្ថភាពទិញវត្ថុសម្រាប់បរិភោគជាច្រើនទើបពួកគេជ្រើសរើសធ្វើធុរកិច្ចផ្សេងៗដែលឆ្លើយតបនឹងតម្រូវការរបស់មាត់ឧទាហរណ៍ហាងលក់បាយហាងលក់ម្ហូបអាហារហាងលក់ត្រីហាងលក់សាច់ហាងលក់ផ្លែឈើហាងលក់បន្លែហាងលក់កាហ្វេហាងស្រានិងភោជនីយដ្ឋានជាដើមឲ្យតែជារបស់ដែលទាក់ទងនឹងមាត់អាចញ៉ាំបានសូម្បីតែជាថ្នាំពុលអាភៀនហេរ៉ូអ៊ីនក៏ពួកគេលក់ដែរព្រោះថារបស់ទាំងនេះអាចរកកម្រៃបានច្រើនជនជាតិស្វីសជឿថារបស់ដែលញ៉ាំចូលទៅរមែងតែត្រូវរំលាយនិងបញ្ចេញមកវិញមិនថាជាការ៉េមតម្លៃ$1ឬសាច់តម្លៃ$10នោះទេឲ្យតែញ៉ាំចូលទៅមិនប៉ុន្មានផងនឹងត្រូវបញ្ចេញមកវិញដូចគ្នាក្រោយពីបញ្ចេញមកវិញហើយតម្រូវការនៃការទទួលអាហារនឹងកើតឡើងសារជាថ្មីបែបនេះជារឿយៗជាហេតុធ្វើឲ្យអ្នកធុរកិច្ចអាចរកកម្រៃបានគ្មានទីបញ្ចប់ប៉ុន្តែការធ្វើធុរកិច្ចទាក់ទងនឹងអាហារមិនអាចរកកម្រៃបានលឿនស្មើនឹងការលក់ទំនិញសម្រាប់ស្ត្រីឡើយដូច្នេះហើយទើបក្នុងគម្ពីរជំនួយរបស់ជនជាតិស្វីសចាត់ឲ្យទំនិញសម្រាប់ស្ត្រីគឺជាទំនិញលំដាប់ទី1ចំណែកអាហារគឺជាទំនិញលំដាប់ទី2ក្នុងក្រុមជនជាតិស្វីសមានអ្នកធុរកិច្ចលក់ទំនិញលំដាប់ទី1ច្រើនជាងអ្នកធុរកិច្ចលក់លំដាប់ទំនិញទី2ការដែលជនជាតិស្វីសនិយាយថាពួកគេជាអ្នកធុរកិច្ចដែលពូកែជាងជនជាតិចិននោះព្រោះមានដំណើរដើមទងមកពីជនជាតិចិនធ្វើធុរកិច្ចទាក់ទងនឹងទំនិញលំដាប់ទី2ច្រើនជាងនោះឯងមិនថាពេលរបស់ជនជាតិស្វីសត្រឹមត្រូវឬអត់នោះទេតែការពិតដែលកើតឡើងបានបង្ហាញឲ្យឃើញថាអ្នកធុរកិច្ចដែលធ្វើធុរកិច្ចទាក់ទងនឹងអាហារភាគច្រើនគឺជាជនជាតិចិនចំណែកឯអ្នកធុរកិច្ចដែលធ្វើធុរកិច្ចទាក់ទងនឹងគ្រឿងប្រដាប់តុបតែងខ្លួនដូចជាសម្លៀកបំពាក់គ្រឿងអលង្ការផ្សេងៗភាគច្រើនគឺជាជនជាតិស្វីសមិនថាកេរនាពីតួលេខពិតប្រាកដឬសមាមាត្រចំនួនប្រជាជននោះទេតែយើងនឹងឃើញថាក្នុងបណ្ដាមហាសេដ្ឋីលំដាប់ដំបូងរបស់ពិភពលោកនោះមានជនជាតិស្វីសច្រើនជាងគេឧទាហរណ៍ដូចជា Maxi ហាងលក់ទំនិញនាំមុខគេរបស់ពិភពលោកដែលបង្កើតឡើងដោយជនជាតិស្វីសម្នាក់ឈ្មោះថា Strauss ដែរ Isidor Strauss ចាប់ផ្ដើមពីការធ្វើជាក្មេងហ្វឹកហាត់ការងារនិងជាបុគ្គលិកក្នុងហាងទំនិញតូចមួយកំឡុងពេលគេហ្វឹកហាត់ការងារនោះគេសង្កេតឃើញថាអតិថិជនដែលមកទិញភាគច្រើនជាស្ត្រីទោះបីមានមនុស្សប្រុសមកជាមួយក៏មនុស្សស្រីជាអ្នកសម្រេចចិត្តទិញដែរឃើញដូច្នេះហើយទើប Strauss អាចសរុបបានថាប្រសិនបើប្រកាន់យកស្ត្រីជាក្រុមអតិថិជនគោលដៅអនាគតនៃការធ្វើធុរកិច្ចប្រកាសជាស្រស់បំព្រងជាមិនខានលុះគិតដូច្នេះហើយក្រោយពីសន្សំលុយបានមួយចំនួនគេក៏បានបើកហាងតូចមួយដែលមានឈ្មោះថា Macy ដោយគេចាប់ផ្ដើមពីការលក់ទំនិញស្ត្រីគ្រប់ប្រភេទដូចជាសម្លៀកបំពាក់ស្ត្រីកាបូបយួរនិងគ្រឿងសម្អាងជាដើមក្រោយមកដោយសារតែធុរកិច្ចរបស់គេមានការរីកចម្រើនជារឿយៗទើបគេសម្រេចចិត្តពង្រីកធុរកិច្ចទៅកាន់ការលក់គ្រឿងប្រដាប់តម្លៃថ្លៃហាងទំនិញរបស់ Macy ក្នុងក្រុងញូវយ៉កមាន6ជាន់ក្នុងចំណោម6ជាន់នេះមានជាន់ដែលលក់សម្លៀកបំពាក់រហូតដល់2ជាន់លក់គ្រឿងប្រដាប់តុបតែងកាយ1ជាន់និងលក់គ្រឿងសម្អាង1ជាន់ចំណែក2ជាន់ទៀតលក់ទំនិញទូទៅដូ
ដូច្នេះឃើញថាទំនិញភាគច្រើនក្នុងហាងមេស៊ីសុទ្ធតែជាទំនិញសម្រាប់ត្រីត្រូវចំណាយពេលជាង30ឆ្នាំធ្វើឲ្យហាងតូចៗក្លាយជាហាងទំនិញនាំមុខគេរបស់ពិភពលោកឬអាចនិយាយម្យ៉ាងទៀតថាជោគជ័យរបស់ Stra មានទាក់ទងនឹងការជ្រើសរើសស្ត្រីជាអតិថិជនគោលដៅបានយ៉ាងល្អបំផុតបើមើលទីផ្សារពេជ្រវិញគ្រប់គ្នានឹងដឹងច្បាស់ថាអាហ្វ្រិកខាងត្បូងជាប្រភពផលិតពេជ្រដ៏សំខាន់របស់ពិភពលោកចំណែករោងចក្រច្នៃពេជ្រធំជាងគេក្នុងលោកគឺនៅអ៊ីស្រាអែលការដែលអ៊ីស្រាអែលមិនមែនជាប្រភពពេជ្រហើយបែរជាក្លាយជាអ្នកមានកន្លែងច្នៃពេជ្រសំខាន់របស់ពិភពលោកដូច្នេះនោះដោយសារតែខ្សែភ្នែកដ៏វែងឆ្ងាយរបស់ពួកគេនោះឯងម្យ៉ាងទៀតពួកគេដឹងច្បាស់ថាក្របពេជ្រដែលឆ្លងកាត់ការច្នៃហើយរមែងបញ្ចេញពន្លឺស្រស់ស្អាតនិងជាទីពេញចិត្តរបស់ស្ត្រីទូទាំងពិភពលោកទោះបីក្នុងប្រទេសជាច្រើនបរិសុទ្ធជាអ្នកក្តាប់អំណាចក្នុងគ្រួសារក៏ដោយតែពួកគេក៏ប្រគល់លុយឲ្យភរិយាជាអ្នកមើលការខុសត្រូវបរិសុទ្ធខ្លះអាចសន្សំលុយរបស់ខ្លួនទុកតែដើម្បីបង្ហាញពីក្តីស្រឡាញ់ដែលមានចំពោះភរិយាពួកគេតែងព្រមឲ្យភរិយាចាយវាយតាមចិត្តក៏មានដោយសារតែអ្នកធុរកិច្ចជនជាតិជ្វីសនៅអ៊ីស្រាអែលដឹងពីការពិតនេះច្បាស់ទើបពួកគេព្រមវិនិយោគទុនដ៏មហាសាលក្នុងធុរកិច្ចពេជ្រដោយនាំចូលពេជ្រពីកន្លែងផ្សេងៗដូចជាអាហ្វ្រិកខាងត្បូងជាដើមហាងពេជ្ររបស់អ៊ីស្រាអែលមានដំណើរធុរកិច្ចមកជាង40ឆ្នាំហើយដោយចាប់តាំងពីក្រុមហ៊ុនតូចរហូតក្លាយជាក្រុមហ៊ុនធំហើយពង្រីកអាជីវកម្មចេញទៅក្រៅប្រទេសបច្ចុប្បន្ននេះហាងពេជ្រអ៊ីស្រាអែលបានក្លាយជាអ្នកច្នៃពេជ្រដ៏ធំបំផុតរបស់ពិភពលោកដែលមានប្រាក់ចំណូលខ្ពស់ដល់ទៅជាង$4000 លានចំណែកឯពេជ្រដែលក្រុមហ៊ុនច្នៃនោះមានចំនួនច្រើនដល់ទៅ60%នៃបរិមាណពេជ្រច្នៃរួចទាំងអស់របស់ពិភពលោកការដែលប្រមូលទុនទុកតែមួយកន្លែងគឺជាហានិភ័យជីវិតយើងត្រូវតែមានជម្រើសច្រើនដូចកណ្ដោដែលឆ្លាតរមែងមានរុនចេញច្រើនភាពខុសប្លែកគ្នារវាងអ្នកក្រនិងអ្នកមានគឺខុសគ្នាម្យ៉ាងត្រង់ថាអ្នកមានតែងតែមានប្រាក់ចំណូលជាច្រើនកន្លែងគេគ្មានថ្ងៃបណ្ដោយឲ្យភាពគង់វង្សនាពេលអនាគតដែលអាស្រ័យទៅលើប្រាក់ចំណូលតែមួយកន្លែងនោះទេនៅខណៈដែលអ្នកក្រតែងធ្វើការដោយសង្ឃឹមតែប្រាក់ខែម្យ៉ាងនិងសង្ឃឹមតែក្តីស្រមៃរបស់ខ្លួនគឺពេលណាគេបានឡើងប្រាក់ខែពេលណាគេក៏បានបូណឺសប្រចាំឆ្នាំហើយឆ្នាំនេះនឹងបានឡើងប៉ុន្មានពីការធ្វើការងារធ្ងន់ពេញមួយឆ្នាំដែលពួកគេភ្លេចថាថ្លៃតបស្នងដែលបានកើតឡើងនោះក៏ត្រូវធ្វើការយ៉ាងខ្លាំងដែរប៉ុន្តែចំណូលដែលកើនឡើងត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះថែមទាំងមិនបានគិតដល់ពីរឿងការបង់ពន្ធដែលតាមមកខាងក្រោយនោះទេនៅខណៈដែលមនុស្សថ្នាក់មធ្យមក៏គិតតែខ្វាយខ្វល់ខ្លាចហានិភ័យហើយសេចក្តីខ្លាចនេះឯងដែលធ្វើមិនឲ្យមានគំនិតច្នៃប្រឌិតមិនហ៊ានគិតអ្វីក្រៅពីក្របខ័ណ្ឌទើបរវល់តែការងារនៅក្នុងដៃដូចមនុស្សមានមុខតម្រង់ទៅរកមេមន់ដែលផ្ដាល់ពងតែប៉ុណ្ណោះរហូតខ្លាចជាដែនកំណត់ដែលធ្វើឲ្យមិនអាចបន្ថែមចំនួនមេមន់របស់ខ្លួនព្រោះខ្លាចមើលថែមិនដិតដល់ហើយខ្លាចថាបើមេមន់របស់គេមានបញ្ហាអ្វីនោះគេនឹងត្រូវជួបបញ្ហាជាមិនខានទើបមនុស្សថ្នាក់មធ្យមគឺជាមនុស្សប្រភេទដែលទន្ទឹងមើលតែមេមន់មួយរបស់ខ្លួនដោយមិនក្រឡេកមើលមេមន់ដែលមានពូជល្អៗដតីបន្ថែមទៀតឡើយប៉ុន្តែចំពោះអ្នកមានតែងតែធ្វើការដើម្បីស្វែងរកផលប្រយោជន៍ពីការដាក់ទុនព្រោះគេមើលឃើញថានេះគឺជាផ្លូវដែលធ្វើឲ្យគេមានបានយ៉ាងពិតប្រាកដការដែលមានចំណូលជាច្រើនកន្លែងជាអាចកំបាំងរបស់មហាសេដ្ឋីជាច្រើនអ្នកមិនមែនមានតែ Warren Buffett ជាអ្នកដែលតែងតែនិយាយថាការសង្ឃឹមទៅលើប្រាក់ចំណូលតែមួយកន្លែងធ្វើឲ្យយើងធ្លាក់ទៅក្នុងភាពប្រថុយប្រថានខ្ពស់នៃភាពមិនពិតប្រាកដទើបគាត់ណែនាំឲ្យមនុស្សគ្រប់គ្នាគួរមានការដាក់ទុនដើម្បីបង្កើតប្រាក់ចំណូលបន្ថែមឬបើថ្ងៃនេះអ្នកណាដែលនៅក្នុងឋានៈជាមនុស្សធ្វើការស៊ីប្រាក់ខែគួរតែសម្លឹងរកផ្លូវដើម្បីបង្កើតប្រាក់ចំណូលក្នុងការដាក់ទុនក្នុងរូបភាពដទៃទៀតកាលពីនៅក្មេង Warren Buffett ធ្លាប់បង្ហាញពីភាពជាអ្នកគ្រប់គ្រងនិងជាអ្នកដាក់ទុនដោយការទិញស្ករកៅស៊ូមកលក់គោះទ្វារអ្នកជិតខាងបបួលគេឲ្យជាសមាជិកកាសែតហើយជាម្ចាស់របស់ទូហ្គេម Pinball ដែលញាត់កាក់នៅក្នុងហាងកាត់សក់លក់ក្របកូនហ្គោលនិងតែមប្រៃសណីហើយចាប់ផ្ដើមទិញភាគហ៊ុនតាំងពីអាយុ11ឆ្នាំអាយុ14ឆ្នាំក៏ទិញចំការតូចៗមួយកន្លែងធ្វើឲ្យគាត់មានលុយដាក់នៅក្នុងកូនជ្រូកតាំងពីនៅរៀនអនុវិទ្យាល័យបានលុយរហូតដល់ទៅ$90000ពេលចាប់ផ្ដើមដាក់ទុននៅក្នុងភាគហ៊ុនយ៉ាងពិតប្រាកដគាត់បានបត់ពិសោធន៍ក្នុងការរកលុយរបស់គាត់យកមកប្រើយ៉ាងស្ទាត់ជំនាញដោយការជ្រើសរើសហ៊ុនដែលមានគោលដៅល្អដោយមិនចាប់អារម្មណ៍ពីតិចនិចបែបដែលអ្នកដាក់ទុនទូទៅគេធ្វើទេគេនឹងសង្កត់ធ្ងន់ទៅលើតែហ៊ុនដែលមកពីក្រុមហ៊ុនដែលធ្វើមុខជំនួញតាក់ទងទៅនឹងអ្វីដែលគាត់ត្រូវការទិញនៅក្នុងជីវិតប្រចាំថ្ងៃនឹងច្បាស់លាស់ប៉ុណ្ណោះដូចជាឡានភេសជ្ជៈនិងកូកាកូឡាជាដើមហើយក៏អង្គុយទទួលប្រមូលលទ្ធផលរហូតអស់រាប់សិបឆ្នាំដោយមិនខ្វល់ខ្វាយពីការធ្លាក់ចុះឬឡើងរបស់សេដ្ឋកិច្ចឬប្រញាប់ទិញប្រញាប់លក់ដូចគេឯងនោះឡើយគោលដៅរបស់ Buffett ជាវិធីគិតដែលធ្វើឲ្យគាត់មាននោះស្ថិតនៅត្រង់ដែលថាគាត់ឃើញចន្លោះក្នុងការបង្កើតភាពគង់វង្សដឹងពីការបន្ថែមប្រាក់ចំណូលពីរបស់ដែលមានហើយដោយសម្លឹងទៅមើលរូបភាពរួមច្រើនជាងតែមួយចំណុចតែប៉ុណ្ណោះទើបគេសង្កត់ធ្ងន់ទៅលើការដាក់ទុនដែលយកលុយទៅធ្វើការជំនួសកម្លាំងរបស់គេហើយការដែលហ៊ុនមានតម្លៃកើនឡើងនឹងធ្វើឲ្យគាត់មានភាពគង់វង្សតាមដោយមិនចាំ
ចាំបាច់បង់ពន្ធទៀតផងវិធីជីវិតរបស់អ្នកធ្វើការរាល់ថ្ងៃនេះមិនខុសអ្វីពីការចេញទៅដងទឹកនៅមាត់អូនោះទេអ្នកក្រព្យាយាមធ្វើការធ្ងន់ដោយការទៅរែកទឹកតាំងពីព្រលឹមហើយត្រឡប់មកផ្ទះងងឹតជាងគេឯងលទ្ធផលគឺគេអាចបានទឹកច្រើនជាងប៉ុន្តែក៏ហត់នឿយនឹងការងារដែលមិនបានឈប់ឈរដែលមានសិទ្ធិត្រឹមតែបានប្រើសម្រាប់មួយថ្ងៃប៉ុណ្ណោះចំណែកពួកថ្នាក់មធ្យមក៏ព្យាយាមរកធុងទឹកឲ្យបានកាន់តែច្រើនអ្នកខ្លះសុខចិត្តហត់នឿយដើម្បីរែកធុងធំប៉ុន្តែចំពោះមនុស្សឆ្លាតប៉ុណ្ណោះកំឡុងពេលដែលអ្នកដទៃនាំគ្នាកំពុងតែរែកទឹកយ៉ាងប្រញាប់ប្រញាល់គេបែរជាគិតគ្រប់វិនាទីដើម្បីរកវិធីទាញយកផលប្រយោជន៍ជាងការរែកទឹកទីបំផុតគាត់ក៏រកឃើញវិធីបង្កើតប្រព័ន្ធតទយោទឹកនៅពេលដែលវារួចរាល់ហើយគាត់ក៏អាចមានសេរីភាពពីការប្រើកម្លាំងដោយត្រឹមតែអង្គុយរងចាំទឹកហូរមកចូលក្នុងអាងរបស់ខ្លួនគ្រប់ពេលវេលាដូចអ្នកមានភាគច្រើនគេព្យាយាមបង្កើតការងារដែលបង្កើតប្រាក់ចំណូលឲ្យខ្លួនឯងដោយការពង្រីកការដាក់ទុននៅក្នុងផ្នែកដទៃជាច្រើនកន្លែងព្រមទាំងសម្លឹងរកវិធីក្នុងការរកលុយតាមរូបភាពដទៃដើម្បីបង្កើតប្រាក់ចំណូលដែលធ្លាប់មានហើយសង្កត់ធ្ងន់ទៅលើភាពគង់វង្សរបស់ខ្លួនឯងដោយយល់ឃើញពីការបង្កើតទ្រព្យសម្បត្តិគឺជាហ្គេមដ៏សែនស្រួលឬដ៏សែនសប្បាយធ្វើឲ្យពួកគេមិនភ័យខ្លាចដល់ភាពប្រថុយប្រថានដែលនឹងកើតឡើងឡើយពួកគេពេញចិត្តប្រថុយនឹងគ្រោះថ្នាក់ព្រោះដឹងថាកាន់តែធ្វើពួកគេក៏កាន់តែទទួលបានរង្វាន់តបស្នងមកវិញកាន់តែខ្ពស់ដែរសិទ្ធិលំដាប់ពិភពលោកជាច្រើនអ្នកដែលមានប្រាក់គោដូចភ្នំទោះចាយតកូនតចៅក៏មិនអស់ដែរប៉ុន្តែពួកគេនៅតែបន្តនៅមុខចំនួនដទៃទៀតដោយគ្មានឈប់ឈរដោយសភាសិទ្ធមួយនិយាយថាកុំដាក់ពងមាន់ទាំងអស់នៅក្នុងកញ្ច្រែងតែមួយព្រោះគេមិនបានទុកចិត្តនៅពេលអនាគតពេលដែលកញ្ច្រែងតែមួយមានបញ្ហាខូចឆ្គងកើតឡើងឬធ្លាក់បែកវាអាចមានន័យថាកញ្ច្រែងដែលនាំទៅអនាគតទាំងអស់របស់គេនោះនឹងបែកតិចទីជាមិនខានដូចជាលីកាស៊ីងជាអ្នកជំនួញជនជាតិចិនមានឈ្មោះថាបរោះកំពូលដែលជាអ្នកមានជាប់លំដាប់ថ្នាក់ពិភពលោកដោយមានទ្រព្យសម្បត្តិសរុបចំនួន16,000 លានដុល្លារដែលជាអតីតកសិករឪពុកម្ដាយរបស់គាត់បាននាំមករកការងារធ្វើនៅទីក្រុងហុងកុងដូចអ្នកជនបទទូទៅលីកាស៊ីងរៀនបានត្រឹមតែថ្នាក់មធ្យមសិក្សាក៏ត្រូវឈប់មករកការងារធ្វើរហូតដល់ក្លាយជាអ្នកដើរទីផ្សារក្មេងជនបទដែលគ្មានការសិក្សាម្នាក់នេះត្រូវអត់ទ្រាំនឹងការងារធ្ងន់ស្រាលរហូតបន្ទាប់មកគាត់ក្លាយជាម្ចាស់រោងចក្រផ្លាស្ទិកមួយបើមនុស្សមកពីចំណុច0ឬមានដល់ថ្នាក់នេះហើយមនុស្សជាច្រើនប្រហែលជាអាចឈប់ត្រឹមនេះហើយប្រាប់ខ្លួនឯងថាគ្រប់គ្រាន់ហើយមានផ្ទះមានឡានមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារគឺពេញចិត្តហើយប៉ុន្តែអ្នកដែលប្រុងនឹងក្លាយជាមហាសេដ្ឋីតែងមិនព្រមឈប់នៅនឹងមួយកន្លែងទេដោយព្យាយាមតស៊ូបង្កើតមុខចំនួនរោងចក្រផ្លាស្ទិកទៅបង្កើតអចលនទ្រព្យពង្រីកមុខចំនួនផ្នែកគ្រប់គ្រងកំពង់ផែនិងមុខចំនួនសថាគារជាច្រើនទៀតលុយរាប់លានដែលគាត់បានមកនោះត្រូវយកទៅដាក់ទុនបន្តនៅក្នុងមុខចំនួនផ្សេងទៀតដើម្បីបន្ថែមពីលើមុខចំនួនដែលមានស្រាប់ហើយពង្រីកអំណាចរបស់ខ្លួនរហូតដល់ក្លាយជាអ្នកគ្រប់គ្រងអចលនទ្រព្យដ៏ធំបំផុតនៅបរទេសគាត់គ្រប់គ្រងមុខចំនួនផ្នែកគមនាគមន៍និងបន្តពង្រីកកិច្ចការនៅផ្នែកគមនាគមន៍នៅអឺរ៉ុបអាល្លឺម៉ង់និងហូឡង់រួមទាំងដាក់ទុនផ្នែកមុខចំនួនប្រេងនៅប្រទេសកាណាដាទៀតផងបច្ចុប្បន្នមុខចំនួនរបស់លីកាស៊ីងមានច្រើនប្រភេទហើយគ្របដណ្ដប់ជាង24ប្រទេសមាន4ក្រុមហ៊ុនដែលមានទឹកប្រាក់ទាំងអស់ក្នុងឆ្នាំ2004គឺប្រហែលជា45,000 លានដុល្លារហុងកុងចរិតក្លាហានជាមួយនឹងការផ្សងព្រេងនិងភាពប្រថុយប្រថានហ៊ានសាកល្បងនិងសម្លឹងឃើញអ្វីថ្មីគ្រប់ពេលវេលាបែបនេះគឺតែងតែមានចំពោះអ្នកដែលជាមហាសេដ្ឋីទាំងអស់ឬថៅកែធំជាច្រើនទៀតដែលសុទ្ធតែជាម្ចាស់មុខចំនួនដែលមានច្រើនប្រភេទដូចគ្នាប៉ុន្តែគ្រាន់តែវាស័ក្តិសមទៅនៅក្នុងការប្រថុយប្រថានរបស់មនុស្សម្នាក់ដែលអាចមានការកំណត់មិនស្មើគ្នាមានវិធីសាស្ត្រខុសប្លែកគ្នាព្រោះដល់ថ្នាក់ Warren Buffett ដែលធ្លាប់ប្រាប់ថាជីវិតត្រូវតែមានផ្លូវជ្រើសរើសដូចជាកណ្ដោដែលធ្លាប់តែងតែមានច្រកចេញជាច្រើនហើយគាត់ក៏ជាមនុស្សម្នាក់ដែលបង្រៀនថាពេលវេលាដែលប្រថុយប្រថានមិនគួរប្រថុយប្រថានផ្ដេសផ្ដាសនោះទេហើយសំនួនវោហារស័ព្ទបែបអ្នកជនបទអាមេរិកគេនិយាយថាកុំពិនិត្យជំរឿរបស់ទន្លេដោយជើងទាំងពីរជាដាច់ខាតគឺត្រូវពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តរាល់លើកត្រូវអានឲ្យបានល្អិតល្អន់មុនពេលនឹងឈានជើងចុះទៅដូច្នេះចំពោះអ្នកដែលចង់ក្លាយជាអ្នកមានដូចគេត្រូវតែរកកញ្ច្រែងទុកដាក់លុយឲ្យបានច្រើនដោយពិចារណាលក្ខខណ្ឌពិសេសនិងការចាប់អារម្មណ៍ដោយខ្លួនឯងដែលបង្កើតកញ្ច្រែងបានតាមបែបដែលខ្លួនឯងស្ទាត់បំផុតព្រោះបើខ្លួនឯងជឿជាក់រហូតដល់ទីបំផុតហើយចាំពង្រីកពង្រឹងខ្លួនឯងជាអ្នកដាក់ទុនលំដាប់ថ្នាក់ខ្ពស់ដូចជា Buffett ដែលបានប្រែក្លាយភាពក្លាហានក្នុងការប្រថុយប្រថានទៅដល់ចំណុចដែលសូម្បីតែស្ដាប់ក៏នៅតែខ្លាចរអាដែរប្រភេទលុយ EQ ទំនាក់ទំនងរវាងអ្នកនិងលុយគឺប្រកាសជាបង្ហាញអំពីខ្លួនរបស់វាថាជាគំរូមួយនៅក្នុងក្រិតក្រមល្មមគ្រប់គ្រាន់ប្រសិនបើអ្នកមិនដែលត្រូវគេបង្រៀនអំពីលុយទេអ្នកប្រកាសជានឹងធ្លាក់ចូលក្នុងប្រភេទមួយក្នុងចំណោមប្រភេទបុគ្គលិកលក្ខណៈទូទៅមួយចំនួនការដឹងពីគំរូផ្ទាល់ខ្លួនរបស់អ្នកគឺជាមធ្យោបាយដែលយល់ពីការលើកទឹកចិត្ត
ដែលនៅពីក្រោយការប្រព្រឹត្តរបស់អ្នកជំហានដំបូងក្នុងការបង្កើតទំនាក់ទំនងដ៏មានសេចក្តីសុខជាមួយលុយគឺត្រូវមានភាពស្មោះត្រង់មើលផែនទីឲ្យច្បាស់និងទទួលស្គាល់កន្លែងដែលអ្នកកំពុងឈរក្នុងពេលបច្ចុប្បន្ននេះថាតើកំពុងនៅកន្លែងណានៅពេលអ្នកយល់ពីស្ថានភាពដែលអ្នកកំពុងនៅនាពេលបច្ចុប្បន្នជំហានបន្ទាប់គឺត្រូវសម្លឹងមើលជុំវិញដើម្បីឲ្យដឹងថាតើអ្នកទៅដល់ទីនោះដោយរបៀបណានិងអ្នកមកពីណាអ្នកប្រហែលជាដឹងច្រើនអំពីខ្លួនអ្នកនៅក្នុងដំណើរការនេះដូចជាអាថ៌កំបាំងគ្រួសាររឿងរ៉ាវរបស់ម្ដាយនិងឪពុករបស់អ្នកឬសូម្បីតែហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលអំពីជីដូនជីតារបស់អ្នកនៅពេលដែលអ្នកធំឡើងស្រាវជ្រាវឬគល់របស់អ្នកតាមវិធីនេះនឹងធ្វើឲ្យអ្នកយល់ពីខ្លួនអ្នកកាន់តែស៊ីជម្រៅនៅពេលដែលអ្នកបានស្គាល់អត្តសញ្ញាណឬគល់របស់អ្នកអ្នកអាចរៀបចំបុគ្គលិកលក្ខណៈនោះខ្លួនឯងសារជាថ្មីជាមួយនឹងតម្លៃថ្មីដែលឆ្លុះបញ្ចាំងថាតើអ្នកជាអ្នកណាឲ្យពិតប្រាកដតើអ្នកចង់ក្លាយជាអ្នកណាឲ្យពិតប្រាកដតាមទស្សនវិស័យលុយ EQ មនុស្សដែលតាក់ទងជាមួយនឹងលុយអាចត្រូវបានបែងចែកជា3ប្រភេទធំៗទី1ប្រភេទដែលចូលរួមយ៉ាងសកម្មជាមួយលុយហើយព្យាយាមគ្រប់គ្រងវាទី2ប្រភេទដែលព្យាយាមមិនមានអ្វីដែលត្រូវធ្វើជាមួយលុយនិងទី3ប្រភេទដែលព្យាយាមយ៉ាងសកម្មដើម្បីនៅឆ្ងាយពីលុយតាមដែលអាចធ្វើទៅបានខ្ញុំហៅប្រភេទអ្នកដែលព្យាយាមមិនមានអ្វីដែលត្រូវធ្វើជាមួយលុយថាជាប្រភេទមនុស្សមិនខ្វល់និងប្រភេទដែលព្យាយាមនៅឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបានថាជាប្រភេទអ្នកបួសវាក៏នៅមានប្រភេទមនុស្សផ្សេង3ប្រភេទទៀតដែលតាក់ទងជាមួយលុយយ៉ាងសកម្មនិងតែងតែអាស្រ័យលើថាតើពួកគេព្យាយាមគ្រប់គ្រងវាដោយរបៀបណាដូចជាអ្នកពូកែសន្សំអ្នកពូកែចាយលុយខ្ជិះខ្ជាយនិងអ្នកពូកែរកលុយដោយសារតែប្រភេទតូចៗទាំង3នេះបន្ថែមលើប្រភេទ2ដំបូងដែលខ្ញុំបានសរសេរក្នុងកថាខណ្ឌខាងលើទើបបង្កើតបានជាបុគ្គលិកលក្ខណៈលុយជាមូលដ្ឋានមានច្រើនបន្តទៀត3ប្រភេទដែលចូលរួមយ៉ាងសកម្មជាមួយលុយមានប្រភេទមួយចំនួនទៀតដែលនឹងបង្ហាញឲ្យឃើញពីការរួមបញ្ចូលគ្នា2ឬច្រើននៃប្រភេទគោលបុគ្គលិកណាដែលមានលក្ខណៈរួមបញ្ចូលគ្នានៃប្រភេទលុយសកម្មទាំង3ប្រភេទដូចនេះបុគ្គលនោះនឹងត្រូវចំណាយពេលរាល់ការភ្ញាក់ពីគេង1ម៉ោងក្នុងការព្រួយបារម្ភពីជីវិតរបស់ពួកគេទោះយ៉ាងណាក៏ដោយមានប្រភេទលុយខុសគ្នាជាច្រើនដែលកើតចេញពីការសន្សំផ្សេងៗគ្នានៃប្រភេទខាងលើសូមរកមើលប្រភេទលក្ខណៈដែលហាក់ដូចជាប្រហាក់ប្រហែលនឹងបុគ្គលិកលក្ខណៈរបស់អ្នកពូកែសន្សំមនុស្សដែលមានបុគ្គលិកលក្ខណៈប្រភេទលុយ EQ គឺជាមនុស្សដែលចូលចិត្តសន្សំលុយខ្លាំងមែនទែនចំណូលចិត្តរបស់ពួកគេគឺការសន្សំលុយហើយទេពកោសល្យពិសេសរបស់ពួកគេក៏កើតឡើងមកដើម្បីសន្សំលុយដែរប្រសិនបើពួកគេឃើញលុយ25សេននៅតាមផ្លូវពួកគេនឹងរើសវាហើយដាក់វាចូលក្នុងកូនជ្រូករបស់ពួកគេជឿជាក់ថាការសន្សំលុយគឺជាវិធីល្អបំផុតដើម្បីធានាបាននូវអារម្មណ៍សុវត្ថិភាពនៅក្នុងជីវិតវាសំខាន់ណាស់សម្រាប់ការរស់នៅរបស់ពួកគេព្រោះរបៀបរស់នៅជាក់ស្ដែងរបស់ពួកគេភាគច្រើនគឺការសន្សំសំចៃវាធម្មតាទៅហើយការដែលពួកគេខ្លាចជាអ្នកជំនាញខាងតថ្លៃពេលដើរទិញអីវ៉ាន់ម្ដងពួកគេអាចផ្ដល់ឲ្យអ្នកនៅដំបូន្មានល្អបំផុតពីក្រុមហ៊ុនទូរស័ព្ទមួយណាដែលមានតម្លៃថោកបំផុតនិងមានបានសន្សំពិន្ទុហើយបើចង់ទិញសំបុត្រយន្តហោះក៏គេនាំអ្នកឲ្យទិញក្នុងតម្លៃណាដែលទាបបំផុតផងដែរមនុស្សប្រភេទនេះមានអារម្មណ៍សប្បាយរីករាយនៅពេលពួកគេពិនិត្យមើលគណនីសន្សំរបស់គេកើនឡើងក្នុងអត្រាថេរមនុស្សប្រភេទពូកែសន្សំរមែងមើលឃើញភាពរីករាយភាពប្រណិតនិងភាពទំនើបនៃជីវិតថាជាសត្រូវបែបស៊ីសាច់ហុតឈាមគេតាមពិតជាធម្មតាវាជាបែបទូទៅមួយដែលគ្មានការកំសាន្តឬសកម្មភាពប្រចាំថ្ងៃផ្សេងៗរបស់ពួកគេមានតម្លៃខ្លាំងជាងលុយទេពួកគេតែងតែភ្លេចក្តីសុបិនពីកុមារភាពរបស់ពួកគេថាតើពួកគេចង់បានជីវិតរបស់ពួកគេបែបណានៅពេលរីកចម្រើននៅថ្ងៃណាមួយពួកគេលែងបារម្ភនឹងអ្វីដែលបានជំរុញឲ្យពួកគេចាប់ផ្ដើមសន្សំកាលពីដំបូងរឿងដែលនៅពីក្រោយអ្នកពូកែសន្សំភាគច្រើនមកពីការចងចាំរឿងអាក្រក់និងភ័យខ្លាចទាក់ទងនឹងលុយតាំងពីកុមារភាពរបស់ពួកគេច្រើនតែធំដឹងក្តីនៅក្នុងគ្រួសារដែលក្រខ្សត់ទទួលរងនៅការឈឺចាប់ខ្លាំងឬជួបប្រទះភាពឯកោជាដើមម្យ៉ាងទៀតគ្រួសារមានវិបត្តិសេដ្ឋកិច្ចឬមានជីវភាពខ្សែធនឬមានអាជីវកម្មខ្សែធនឬក៏ឪពុកម្ដាយរបស់ពួកគេមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់វាជារឿងធម្មតាទេសម្រាប់ផលប៉ះពាល់នៃការខ្សែធនក្នុងចំណោមជីដូនជីតារបស់យើងហើយបន្សល់ទុករហូតដល់បច្ចុប្បន្នដោយការឆ្លងកាត់តាមរយៈការភ័យខ្លាចថាលុយនឹងលែងមានប្រសិនបើមនុស្សដែលមានបុគ្គ
លិកលក្ខណៈដូចនេះបានទទួលរងដោយសារតែភាពក្រីក្ររបស់ឪពុកម្ដាយពួកគេច្រើនតែបដិញ្ញាចិត្តដោយមុតមមថានឹងមិនដើរតាមផ្លូវដូចឪពុកម្ដាយរបស់ពួកគេនោះទេទោះយ៉ាងណាក៏ដោយពួកគេច្រើនតែមិនដឹងឬមិនទទួលស្គាល់នៅអ្វីដែលជាចំណុចដ៏គួរឲ្យភ័យខ្លាចទាក់ទងនឹងរឿងលុយរហូតដល់អ្វីដែលគួរឲ្យខ្លាចនោះចូលមកកាន់កាប់និងចាប់ផ្ដើមគ្រប់គ្រងជីវិតរបស់ពួកគេអ្នកពូកែសន្សំតែងតែជឿជាក់ថាហេតុផលរបស់ពួកគេល្អនិងកំពុងធ្វើអ្វីគ្រប់យ៉ាងតាមវិធីត្រឹមត្រូវជានិច្ចប្រសិនបើអ្នកគិតថាអ្នកមានលក្ខណៈជាមនុស្សពូកែសន្សំវាអាចជាឱកាសដ៏អាក្រក់ក្នុងការប្រឈមនឹងការទទួលបារម្ភនានារបស់អ្នកនៅចុងបញ្ចប់ក្នុងការឬការភ័យខ្លាចអំពីរឿងលុយនឹងគិតកាន់តែជ្រៅនៅពេលដែលអ្នកបានគ្រោងវាតាំងពីដំបូងមិនថាអ្នកសន្សំបានប៉ុន្មានទេវានឹងមិនអាចលុបបំបាត់អារម្មណ៍អសន្តិភាពទាក់ទងនឹងរឿងលុយបានឡើយព្រោះវាជាការជំរុញចិត្តអ្នកឲ្យប្រកាន់ភ្ជាប់យ៉ាងណែនចំពោះការសន្សំដូចដែលធ្វើតាំងពីដំបូងអ្នកពូកែសន្សំជាច្រើនតែងតែមានអារម្មណ៍ខ្លាចបាត់បង់លុយហើយពួកគេនឹងរស់អស់មួយជីវិតដោយមិនចាំបាច់ចំណាយលុយដែលពួកគេសន្សំបានអ្នកពូកែចាយវាយខ្ជិះជាយប្រភេទមនុស្សពូកែចំណាយខ្ជិះជាយជាធម្មតាគេចូលចិត្តចំណាយលុយច្រើនប្រសិនបើមនុស្សដែលមានបុគ្គលិកលក្ខណៈប្រភេទលុយ EQ នេះបានឃើញលុយនៅលើចិញ្ចើមផ្លូវពួកគេនឹងមិនរើសវាដាក់ចូលក្នុងកូនជ្រូកដោយអ្នកពូកែសន្សំនោះទេប៉ុន្តែពួកគេនឹងយកវាតម្រង់ទៅកន្លែងចំណាយណាដែលនៅជិតបំផុតនិងរីករាយនឹងការចំណាយវាដោយគេនឹងការចំណាយវារបស់គេយ៉ាងមានសេចក្តីសុខពួកគេនឹងមិនដែលស្វែងយល់ពីភាពសប្បាយចិត្តរបស់អ្នកពូកែសន្សំលុយទេអារម្មណ៍ពួកគេមិនមានសេចក្តីសុខជាមួយនឹងការសន្សំលុយនោះឡើយក្នុងរង្វង់មិត្តភ័ក្តិអ្នកពូកែសន្សំធុញទ្រាន់ខ្លាំងនឹងការជួបជុំគ្នាស៊ីផឹកសប្បាយប៉ុន្តែអ្នកពូកែចំណាយខ្ជិះខ្ជាយនឹងធ្វើឲ្យប្រាកដថាការជុំគ្នាគឺជាពេលវេលាដ៏មានតម្លៃនៃជីវិតមនុស្សគ្រប់គ្នាពួកគេតែងតែប្រកាន់ភ្ជាប់នៅពាក្យ YOLO ដែលជាពាក្យស្លោកមានន័យថាអ្នករស់បានតែមួយដងប៉ុណ្ណោះ You only live once ពួកគេច្រើនមានភាពរួសរាយរាក់ទាក់និងសប្បាយរីករាយជាមួយនឹងអ្នកជុំវិញខ្លួននិងចូលចិត្តការផឹកស៊ីសប្បាយជួបជុំគ្នាពួកគេចូលចិត្តជូនអំណោយឬផ្គាប់ចិត្តអ្នកណាម្នាក់យ៉ាងពិសេសដោយគ្មានហេតុផលជាក់លាក់ពួកគេនឹងប្រាប់អ្នកពីហេតុផលនៃសេដ្ឋកិច្ចធ្លាក់ចុះថាគឺមកពីមនុស្សបានឈប់ចាយលុយហើយពួកគេមានអារម្មណ៍មោទនភាពខ្លួនឯងថាមានតែពួកគេប៉ុណ្ណោះដែលធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់វិញបានប៉ុន្តែករណីដ៏ធ្ងន់ធ្ងរគឺថាអ្នកពូកែចំណាយអាចនឹងមានគ្រោះថ្នាក់ដោយការខ្សែធនឬវិបត្តិសេដ្ឋកិច្ចគ្រួសារប្រសិនបើពួកគេនៅតែចំណាយច្រើនលើសពីអ្វីដែលពួកគេរកបានមានហេតុផលមួយដែលអ្នកពូកែចំណាយលុយខ្ជិះខ្ជាយមានឥរិយាបថតាមរបៀបដែលពួកគេធ្វើគឺមនុស្សប្រភេទនេះចូលចិត្តចំណាយលុយដើម្បីបំពេញតាមអារម្មណ៍និងតម្រូវការរបស់ខ្លួនវាជាធម្មជាតិទៅហើយសម្រាប់មនុស្សដែលមានតម្រូវការច្រើនជាងការធ្វើតាមមជ្ឈដ្ឋានជុំវិញខ្លួននៅពេលណាពួកគេត្រូវការទិញអ្វីមួយនៅកន្លែងគិតលុយអ្នកក៏រមែងឆ្លើយតបយ៉ាងសមរម្យប្រកបដោយការអោនគោរពនិងស្ដាប់ដោយយកចិត្តទុកដាក់នៅអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវនិយាយអ្នកពូកែចំណាយលុយខ្ជិះខ្ជាយតែងតែដាក់ខ្លួនក្នុងការទិញជានិច្ចតែនៅពេលដែលពួកគេមិនបានទិញពួកគេនឹងមានអារម្មណ៍ថាហាក់ដូចជាថប់ដង្ហើមយ៉ាងម៉េចមិនដឹងដើម្បីគេចចេញពីអារម្មណ៍ដ៏ធុញថប់នោះពួកគេប្រញាប់ចំណាយសាច់ប្រាក់របស់ពួកគេដើម្បីឲ្យខ្លួនគេមានសេរីភាពពីសម្ពាធនិងធ្វើឲ្យអារម្មណ៍ភ្លឺថ្លាឡើងទោះយ៉ាងណាវិធីសាស្ត្រនេះរក្សាមានអារម្មណ៍របស់ពួកគេមិនឲ្យថប់ដង្ហើមត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះមិនមានប៉ុន្មានផងបន្ទាប់ពីអ្នកលក់ខ្ចប់ទំនិញហើយប្រគល់ទំនិញឲ្យពួកគេអារម្មណ៍ចង់បានចាប់ផ្ដើមកើនឡើងចំពោះពួកគេម្ដងទៀតអ្នកពូកែចំណាយលុយខ្ជិះខ្ជាយភាគច្រើនមិនអាចពេញចិត្តនឹងមិនចេះឆ្អែតនឹងអ្វីដែលពួកគេបានទិញនោះទេទំនិញសម្លៀកបំពាក់ថ្មីជាច្រើនអាចត្រូវបានរក្សាទុកជារៀងរហូតនៅក្នុងទូដោយមិនដែលធ្លាប់ស្លៀកពាក់សូម្បីតែម្ដងអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើមនុស្សប្រភេទនេះភាគច្រើនពួកគេត្រូវបានចិញ្ចឹមនិងអប់រំដោយអ្នកពូកែសន្សំវិធីដែលពួកគេចំណាយលុយគឺនៅកន្លែងណាដែលបានឆ្លើយតបនឹងតម្រូវការរបស់ពួកគេបានភាពធុញទ្រាន់ដែលពួកគេបានមានអារម្មណ៍ធំដឹងក្តីឡើងជាមួយនឹងឪពុកម្ដាយគឺការអភិរក្សការចំណាយឬការស
សន្សំសំចៃអ្នកពូកែរកលុយអ្នកដែលពូកែរកលុយជឿជាក់ថាជីវិតមានដំណើរការល្អបំផុតគឺនៅពេលណាពួកគេរកលុយបានច្រើនតាមដែលអាចធ្វើបានប្រសិនបើមនុស្សប្រភេទនេះបានរើសបានលុយមួយចំនួននៅលើចិញ្ចើមថ្នល់ពួកគេនឹងធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្តមនុស្សប្រភេទនេះចំណាយថាមពលភាគច្រើនរបស់ពួកគេទៅលើការអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងការរកលុយឲ្យបានច្រើនពួកគេមិនមានអារម្មណ៍ថាមានកំហុសក្នុងការផ្ដោតលើប្រសិទ្ធភាពការងារជំនាញការគ្រប់គ្រងពេលវេលាភាពជោគជ័យអាជីវកម្មនិងការមិនចំណាយពេលវេលាជួបជុំមិត្តភ័ក្តិឬក្រុមគ្រួសារនោះឡើយព្រោះពួកគេជឿជាក់ថាអ្វីគ្រប់យ៉ាងដែលពួកគេកំពុងធ្វើគឺដើម្បីផលប្រយោជន៍នៃគ្រួសាររបស់ពួកគេរកលុយរស់នៅពួកគេពូកែរកលុយរស់នៅយ៉ាងរីករាយដោយក្តីស្រឡាញ់និងការទទួលស្គាល់ពីអ្នកដទៃចំពោះជោគជ័យហិរញ្ញវត្ថុរបស់ពួកគេជាអកុសលពួកគេនឹងមិនបញ្ឈប់ការចង់បានបន្ថែមទៀតនោះទេមិនថាពួកគេរកលុយបានច្រើនប៉ុណ្ណាក៏ដោយប្រភេទមនុស្សមិនខ្វល់នឹងលុយមនុស្សប្រភេទនេះស្ទើរតែមិនដឹងថាមានលុយទេប្រសិនបើពួកគេបានប្រទះឃើញលុយ$1នៅតាមផ្លូវពួកគេអាចនឹងដើរហួសវាដោយមិនបានកត់សម្គាល់ថាវាជាអ្វីគេក៏ថាបានប្រភេទមនុស្សមិនខ្វល់នឹងលុយជាធម្មតាត្រូវប្រទះឃើញនៅក្នុងចំណោមសាស្ត្រាចារ្យគ្រូបង្រៀនបុគ្គលិកសាធារណៈជាបណ្ឌិតអ្នកស្រាវជ្រាវសិល្បករនិងមេផ្ទះពួកគេបន្តរស់នៅហាក់ដូចជាលុយមិនមែនជាកត្តាសំខាន់សម្រាប់ពួកគេអញ្ចឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេគឺថាពួកគេភ្ញាក់ពីគេងហើយយកប្រអប់អាហារថ្ងៃត្រង់របស់ពួកគេទៅជាមួយពួកគេដោយឡើងលើរថភ្លើងទៅធ្វើការហើយចំណាយពេលពេញមួយថ្ងៃផ្ដោតលើភារកិច្ចរបស់ពួកគេបន្ទាប់មកពួកគេក៏ត្រឡប់មកផ្ទះវិញមួយថ្ងៃអាចកន្លងផុតទៅដោយមិនចាំបាច់ចំណាយឬគិតពិចារណាច្រើនពីលុយឡើយនៅប្រភេទនេះនឹងតែងតែឲ្យប្តីឬប្រពន្ធជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុជំនួសរហូតដល់មិនច្បាស់ថាតើពួកគេមានលុយប៉ុន្មានពិតប្រាកដឬមិនដឹងកន្លែងឯកសារហិរញ្ញវត្ថុសំខាន់នៅឯណាជាធម្មតាពួកគេមិនចាំបាច់ត្រូវការបារម្ភពីរឿងលុយទេជាការពិតណាស់មនុស្សប្រភេទនេះពិតជាត្រូវការលុយដើម្បីរស់នៅប៉ុន្តែបេះដូងរបស់ពួកគេមិនចងភ្ជាប់នឹងក្តីបារម្ភពីរឿងលុយកាក់ឡើយជាទូទៅចរិតមនុស្សប្រភេទនេះមានសភាពស្ងៀមស្ងាត់តាំងពីដំបូងពួកគេមិនប្រើលុយឡើយដូច្នេះហើយលុយត្រូវបានសន្សំដោយឯងតាំងពីពួកគេនៅជាកុមារពួកគេមានសេចក្តីសុខផ្នែកហិរញ្ញវត្ថុនិងមិនបានគិតច្រើនពីលុយតាមរបៀបណាមួយឡើយពួកគេក៏អាចត្រូវបានអ្នកដទៃនិយាយផងដែរថាមនុស្សប្រភេទនេះមានលក្ខណៈរីករាយនិងមានសេរីភាពបំផុតទោះជាយ៉ាងណាក៏ដោយប្រសិនបើគ្រប់គ្រងហិរញ្ញវត្ថុជំនួសពួកគេរឿងសោកសៅអាចនឹងកើតឡើងចំពោះពួកគេខ្ញុំធ្លាប់ជួបនឹងសិល្បករម្នាក់ដោយកិច្ចការច្បាប់តាក់ទងនឹងហិរញ្ញវត្ថុគឺប្រពន្ធរបស់គាត់ជាអ្នកទទួលខុសត្រូវប៉ុន្តែកម្មអកុសលអីប្រពន្ធបានស្លាប់ទៅថ្មីបរិសុទ្ធនោះស្ទើរតែមិនដឹងថាកាបូបលុយរបស់គាត់នៅឯណាហើយឥឡូវនេះគាត់ខ្លួនឯងគឺជាអ្នកទទួលខុសត្រូវលើគណនេយ្យគ្រួសាររបស់គាត់ទាំងមូលមនុស្សប្រភេទនេះនឹងមិនខ្វល់ពីលុយឡើយដរាបណាពួកគេនៅតែអាចមានលទ្ធភាពមិនខ្វល់បានមនុស្សមិនតាក់ទងនឹងសង្គមជាទូទៅមនុស្សប្រភេទនេះគិតថាលុយជារឿងអាក្រក់បើពួកគេរើសបានលុយ$1នៅតាមផ្លូវពួកគេនឹងបរិច្ចាគវាទៅឲ្យសប្បុរសធម៌ឬយ៉ាងហោចណាស់រក្សាទុកដើម្បីប្រើប្រាស់ពេលចាំបាច់ប៉ុណ្ណោះសម្រាប់មនុស្សប្រភេទនេះពួកគេតែងតែមានអារម្មណ៍ថាមានកំហុសនៅពេលពួកគេចំណាយលុយដោយខ្លួនឯងមនុស្សប្រភេទនេះរមែងមានទំនោរនឹងចាត់ទុកលុយថាជាប្រភពបញ្ហាក្នុងគំនិតពួកគេចង់ឲ្យពិភពលោកបង្កើតលុយតិចបំផុតនិងការនិយមប្រើប្រាស់លុយឲ្យតិចបំផុតពួកគេតែងតែផ្ដល់តម្លៃលើការមិនលក់ក្បាលឬលក់ខ្លួនរបស់ពួកគេដើម្បីលុយឡើយពួកគេចង់រស់នៅក្នុងជីវិតដែលមានឥទ្ធិពលរបស់លុយតិចតួចតាមដែលអាចធ្វើទៅបានអ្នកសន្សំនឹងចំណាយច្រើនលើតម្រូវការមនុស្សប្រភេទនេះគឺជាការរួមបញ្ចូលគ្នារវាងអ្នកពូកែសន្សំនិងអ្នកពូកែចំណាយជះជាធម្មតាមនុស្សប្រភេទនេះត្រូវបានដាក់វិន័យតឹងតែងនិងធ្ងន់ធ្ងរប៉ុន្តែភ្លាមនោះពួកគេក៏មានអារម្មណ៍ថាហាក់ដូចជាបង្ខំក្នុងការធ្វើអ្វីមួយដើម្បីប្រើលុយរបស់ពួកគេអញ្ចឹងមនុស្សនៅជុំវិញខ្លួនពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលមនុស្សប្រភេទនេះធ្វើហាក់ដូចជាតឹងតែងតាក់ទងនឹងរឿងលុយក្នុងពេលធម្មតាប៉ុន្តែបែរជាពួកគេមានលុយខ្ជះខ្ជាយទៅវិញអ្វីដែលមនុស្សប្រភេទនេះកំពុងធ្វើគឺព្យាយាមគ្រប់គ្រងជីវិតរបស់ពួកគេតាមរយៈការសន្សំលុយជាប្រចាំពួកគេបន្តដំណើរនិងខិតខំប្រឹងប្រែងសន្សំដោយជឿជាក់ថាលុយជារឿងល្អបំផុតដែលពួកគេត្រូវធ្វើប៉ុន្តែពួកគេក៏ចាយវាយមិនសំចៃដៃផងដែរនៅពេលដែលពួកគេសន្សំលុយបានរហូតធ្វើឲ្យប៉ោលបដូរពួកគេពីអ្នកពូកែសន្សំទៅជាអ្នកពូកែចំណាយខ្ជះខ្ជាយពេលដែលពួកគេត្រូវប្រើលុយសន្សំពួកគេនឹងប្រើវាយ៉ាងខ្ជះខ្ជាយ
ដូចជាចំណាយទៅលើអ្វីដែលពួកគេមិនត្រូវការឬប្រើប្រាស់ពួកគេប្រហែលជាគិតចង់ទិញរថយន្តមួយគ្រឿងបើទោះជាពួកគេមិនទាន់មានប័ណ្ណបើកបរក៏ដោយពួកគេអាចនិយាយថាវានឹងត្រូវគេលក់ក្នុងតម្លៃខ្ពស់នៅថ្ងៃអនាគតដូច្នេះខ្ញុំនឹងទិញវាឥឡូវនេះយ៉ាងណាក៏ដោយខ្ញុំកំពុងគិតអំពីការទទួលបានអាជ្ញាប័ណ្ណរបស់ខ្ញុំឆាប់ៗនេះខ្ញុំស្គាល់ស្ត្រីម្នាក់ដែលបានទិញឧបករណ៍សម្អាតស្បែកជើងនិងព្យាបាលស្បែកខ្ញុំស្គាល់ស្ត្រីម្នាក់ដែលបានទិញឧបករណ៍សម្អាតស្បែកនិងព្យាបាលស្បែកក្នុងខ្ញុំស្គាល់ស្ត្រីម្នាក់ដែលបានទិញឧបករណ៍សម្អាតស្បែកនិងព្យាបាលស្បែកក្នុងតម្លៃរាប់ពាន់ដុល្លារនាងបាននិយាយថានាងបានចំណាយពេលជាច្រើនធ្វើការងារបន្ថែមម៉ោងទើបទទួលបានអ្វីដែលធ្វើឲ្យនាងស្រស់ស្អាតដូចនេះប៉ុន្តែបន្ទាប់ពីទិញវាភ្លាមនាងមានការសោកស្ដាយនាងគិតថាចាប់តាំងពីនាងមានវាមកក៏បានប្រើវាខ្លះដែរប៉ុន្តែសម្រាប់ហេតុផលមួយចំនួនគ្រាន់តែក្រឡេកមើលវាក៏ធ្វើឲ្យនាងមានអារម្មណ៍ថាមានកំហុសដែរឥឡូវនេះវានៅតែក្នុងទូប៉ុណ្ណោះអ្នកលេងល្បែងមនុស្សប្រភេទនេះមើលទៅដូចជាការរួមបញ្ចូលគ្នារវាងប្រភេទអ្នកពូកែរកលុយនិងអ្នកពូកែចំណាយលុយខ្ជះខ្ជាយពួកគេចូលចិត្តភាពរំភើបនិងស្វែងរកភាពរំភើបពួកគេមានឆន្ទៈទទួលយកហានិភ័យធំៗប៉ុន្តែមានក្តីសុខតែពេលឈ្នះប៉ុណ្ណោះរួចហើយស្ដាយក្រោយនៅពេលដែលចាញ់ចូលដឹងថាអ្នកលេងល្បែងជាធម្មតាពួកគេលេងមិនដើម្បីបង្កើតទ្រព្យសម្បត្តិទេទោះបីជាពួកគេប្រកាសក្នុងចិត្តថាឈ្នះក៏ដោយភាពរំភើបនៃហានិភ័យការសន្យានៃរង្វាន់គឺជាការធ្វើឲ្យពួកគេរីករាយខ្លួនឯងតែមួយក្នុងខណៈពេលនោះប៉ុណ្ណោះចុងក្រោយពួកគេនឹងសោកសៅនៅពេលដែលពួកគេលេងចាញ់អស់ខោអស់អាវចុងក្រោយពួកគេនឹងសោកសៅនៅពេលដែលពួកគេបានលេងចាញ់សរុបជាលទ្ធផលមនុស្សប្រភេទនេះត្រូវគេផ្ដល់ផលចំណេញឲ្យម្ដងម្កាលភ្លាមប៉ុន្តែវានឹងធ្វើឲ្យពួកគេខាតបង់យ៉ាងធ្ងន់ធ្ងរនៅពេលក្រោយខ្ញុំបានសង្កេតឃើញថាអ្នកលេងល្បែងជួនកាលត្រូវអប់រំដោយប្រភេទអ្នកពូកែសន្សំដូចជាមិត្តភក្តិបងប្អូនឬឪពុកម្ដាយរហូតធ្វើឲ្យពួកគេធុញទ្រាន់នឹងការរស់នៅជាមួយនឹងឪពុកម្ដាយឬអ្នកណាដែលតឹងរឹងរឿងលុយកាក់មនុស្សព្រួយបារម្ភច្រើនមនុស្សប្រភេទនេះតែងតែព្រួយបារម្ភពីរឿងលុយមិនថាពួកគេមានលុយប៉ុន្មានទេពួកគេតែងតែព្រួយបារម្ភអំពីវាជានិច្ចពួកគេព្រួយបារម្ភពីរឿងលុយដែលពួកគេបានបាត់បង់នៅពេលពួកគេមិនមានលុយពួកគេព្រួយបារម្ភនឹងខ្លាចមិនមានវាជារៀងរហូតមនុស្សព្រួយបារម្ភច្រើនតែងតែមិនទុកចិត្តលើជីវិតខ្លួនឯងពួកគេច្រើនតែរំពឹងថាអនាគតរបស់ពួកគេនឹងពោរពេញទៅដោយបញ្ហាហើយវាជាមូលហេតុធ្វើឲ្យពួកគេតែងតែព្រួយបារម្ភជានិច្ចមនុស្សប្រភេទនេះក៏ខ្វះទំនុកចិត្តចំពោះសក្តានុពលដែលពួកគេមានក្នុងនាមជាមនុស្សដែរពួកគេខ្វះការគោរពខ្លួនឯងនិងទំនុកចិត្តជាមូលដ្ឋានដែលត្រូវការដើម្បីអនុវត្តការងារសូម្បីតែនៅពេលពួកគេស្ថិតក្នុងភាពស្ងៀមស្ងាត់សន្តិភាពពួកគេតែងតែព្រួយបារម្ភពីរឿងដ៏គួរឲ្យខ្លាចមួយចំនួនដែលមិនទាន់កើតឡើងដែររហូតធ្វើឲ្យពួកគេឈានទៅរកសេចក្តីវិនាសតាមការគិតរបស់ពួកគេពិតមែនបើមើលពីសម្បកក្រៅឃើញថាមនុស្សប្រភេទនេះមិនតាក់ទងដោយផ្ទាល់ជាមួយនឹងលុយទេប៉ុន្តែរាល់ការភ័យខ្លាចភាគច្រើនរបស់គេត្រូវបានស្មានថាមានការព្រួយបារម្ភពីរឿងលុយជាពិសេសដរាបណាការភ័យខ្លាចទាំងនេះមិនត្រូវបានដោះស្រាយការព្រួយបារម្ភពីរឿងលុយរបស់ពួកគេនឹងមិនបានស្រាកស្រានចំពោះគេឡើយតើលុយជាអ្វីឲ្យពិតប្រាកដជាការពិតមានគ្រាមួយពេលដែលទម្រង់លុយត្រូវបានគេប្រើដើម្បីផ្ដល់ជាភាពងាយស្រួល150ឆ្នាំមកហើយនៅពេលដែលមនុស្សចង់ទិញអ្វីមួយនៅផ្សារពួកគេតែងតែបង់ជាសាច់ប្រាក់នៅពេលនោះពួកគេមានតែក្រដាសប្រាក់និងលុយកាក់ប៉ុណ្ណោះប៉ុន្តែឥឡូវយើងមានមូលប្រធានប័ត្រគណនីធនាគារកាតឥណទាន PayPal និងរូបប័ណ្ណគ្រីបតូលុយដែលយើងប្រើនៅហាងលក់គ្រឿងទេសនិងលុយដែលចរាចរតាមប្រព័ន្ធអេឡិចត្រូនិកនៅ Wall Street សពថ្ងៃនេះវាហាក់ដូចជាខុសគ្នាឆ្ងាយពីអ្វីដែលធ្លាប់មាននៅក្នុងសតវត្សកន្លងមកកាលពីមុនមនុស្សបានដាក់លុយរបស់ខ្លួននៅកន្លែងដែលមានសុវត្ថិភាពដូចជានៅក្រោមពូកឬក្នុងផ្ទះរបស់ពួកគេជាដើមពួកគេត្រូវមើលនិងស្ទាបលុយឲ្យបានទៀងទាត់ដើម្បីដឹងថាវាគឺនៅទីនោះនិងជាកម្មសិទ្ធិរបស់ពួកគេទោះយ៉ាងណាក៏ដោយឥឡូវនេះលុយគ្រាន់តែជានិមិត្តសញ្ញាមួយនៅពេលអ្នកគិតអំពីវាប៉ុណ្ណោះដោយយើងកម្រឃើញវាឬប៉ះវាណាស់យើងគ្រាន់តែចុចលើទូរស័ព្ទរបស់យើងហើយមើលរបាយការណ៍ធនាគាររបស់យើងដើម្បីឲ្យដឹងថាលុយរបស់យើងនៅទីនោះនៅឡើយយើងភាគច្រើនទទួលលុយតាមរយៈគណនីធនាគាររបស់យើងបន្ទាប់មកយើងចំណាយវាតាមរយៈកាតឥណទានឥឡូវនេះវាជារឿងធម្មតាទៅហើយព្រោះពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែមិនចាំបាច់ប៉ះសាច់ប្រាក់ដោយផ្ទាល់ទេនៅតំបន់ភាគច្រើននៃអាស៊ីជាពិសេសនៅជប៉ុនមនុស្សកម្រកាន់កាបូបលុយដូចពេលមុនណាស់ព្រោះរាល់ប្រតិបត្តិការម្ដងងាយស្រួលឆែកមើលលុយតាម smartphone របស់ពួកគេក្នុងពេលដំណើរគ្នានោះលុយរាប់លានដុល្លារអឺរ៉ុប
លុយយេននិងលុយផ្សេងទៀតកំពុងចរាចរពាសពេញពិភពលោកយើងមិនអាចដឹងថាលុយដែលយើងកំពុងប្រើរាល់ថ្ងៃនិងលុយដែលកំពុងចរាចរតាមរយៈប្រព័ន្ធគឺដូចគ្នានោះទេបច្ចុប្បន្ននេះអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យអាចរកប្រាក់ចំណូលបានស្មើនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់នរណាម្នាក់ត្រឹមតែរយៈពេលពី3នាទីប៉ុណ្ណោះរឿងទាំងនេះធ្វើឲ្យយើងស្រឡាំងកាំងតើវាអាចទៅរួចដូចម្ដេចតើលុយរបស់អ្នកនៅឯណាតាមពិតគំនិតតាក់ទងនឹងលុយនឹងមិនច្បាស់លាស់នោះទេនៅពេលអ្នកគិតអំពីវាលុយដែលអ្នកគិតថាអ្នកមាននៅក្នុងធនាគារជាក់ស្ដែងវាមិនមានទេនៅពេលដែលអ្នកដាក់លុយរបស់អ្នកចូលក្នុងធនាគារនឹងឲ្យលុយរបស់អ្នកទៅអ្នកផ្សេងខ្ចីដូច្នេះលុយរបស់អ្នកគឺមិនមាននៅក្នុងធនាគារទេពោលគឺអ្វីៗមានតែតួលេខដែលអ្នកបានមើលឃើញនៅពេលអ្នកបើកមើលគណនីធនាគាររបស់អ្នកនៅលើ smartphone ប៉ុណ្ណោះតោះសាកល្បងវាជាការពិសោធន៍គំនិតអ្នកប្រហែលជាគិតថាអ្នកមានលុយប៉ុន្តែចុះបើវាជាការគិតខុសតើវាយ៉ាងម៉េចទៅវិញគំនិតនេះពិតជាគួរឲ្យខ្លាចណាស់ឧបមាថាអ្នកពិនិត្យមើលរបាយការណ៍គណនេយ្យរបស់អ្នកហើយឃើញថាគ្មានលុយដោយអ្នកដឹងច្បាស់ថាមិនបានចំណាយវាសោះប៉ុន្តែបែរជាវាបាត់អស់ទៅវិញភ្លាមនោះអ្នកខលទៅកាន់ភ្នាក់ងារធនាគារហើយសួរថាតើលុយរបស់អ្នកនៅឯណាភ្នាក់ងារធនាគារនិយាយថាអ្នកមិនមានលុយនៅក្នុងធនាគារទេសូម្បីតែមួយកាក់មួយសេនពេលនោះតើអ្នកមានអ្វីជាភស្តុតាងតើអ្នកមានកំណត់ត្រានៃការតម្កល់ប្រាក់ទេពិតណាស់តើអ្នកមានប្រវត្តិប្រតិបត្តិការទេប្រកាសជាមានប៉ុន្តែចុះបើភ្នាក់ងារធនាគារនិយាយថាវាមិនមានទេតើអ្នកបង្ហាញពីម៉ោងដែលអ្នកបានធ្វើការអត្រាការប្រាក់អ្នកបានកើនឡើងនិងចំនួនទឹកប្រាក់ដែលអ្នកបានដាក់តម្កល់យ៉ាងដូចម្ដេចស្រមើស្រមៃថាអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើវាបាត់អស់ឥឡូវតោះគិតពីប្រាក់ដែលអ្នកជំពាក់ដូចជាប្រាក់កម្ចីរៀននៅមហាវិទ្យាល័យប្រាក់បំណុលកាតឥណទានប្រាក់កម្ចីទិញផ្ទះជាដើមប្រហែលជាអ្នកមានអារម្មណ៍ថាមានបន្ទុកធ្ងន់ធ្ងរដោយសារតែប្រាក់កម្ចីទាំងនេះហើយឥឡូវនេះនៅពេលដែលអ្នកស្រមៃថាលុយដែលអ្នកមាននៅក្នុងគណនីមូលប្រធានបត្រឬគណនីសន្សំរបស់អ្នកគឺជាការបំភាន់បែបនេះសាកស្រមៃថាប្រាក់កម្ចីនិងបំណុលរបស់អ្នកគឺជាការបំភាន់ដែលនោះចុះបើលុយរបស់អ្នកបានបាត់បង់ទាំងអស់ពិតមែនតើយើងពិតជាមិនមានកំហឹងដូចពេលដែលយើងភ័ន្តច្រឡំថាយើងបានបាត់លុយរបស់យើងអស់ពីធនាគារទេទោះជាយ៉ាងណាមនុស្សយើងភាគច្រើនជឿជាក់លើប្រព័ន្ធដែលយើងកំពុងធ្វើប្រតិបត្តិការយើងជឿជាក់ថាធនាគារនឹងផ្ដល់ឲ្យនៅលុយរបស់យើងត្រឡប់មកវិញនៅពេលដែលយើងត្រូវការវានិងយើងជឿជាក់ថាយើងជំពាក់លុយជាច្រើននៃប្រាក់កម្ចីរបស់យើងហើយយើងត្រូវសងវាឲ្យពួកគេវិញយើងមានអារម្មណ៍ថាមានសុវត្ថិភាពពេលលុយរបស់យើងនៅក្នុងធនាគារប៉ុន្តែយើងមានអារម្មណ៍តានតឹងពេលយើងមានបំណុលត្រូវសងឥឡូវយើងហាក់ដូចជាដឹងថាលុយរបស់យើងនៅឯណាដូច្នេះយើងត្រូវសួរខ្លួនឯងថាតើវាធ្វើដើម្បីអ្វីឲ្យពិតប្រាកដតើវាទាំងអស់នៅទីណាតើលុយទាំងអស់របស់អ្នកនៅទីណាពេញមួយជីវិតរបស់យើងទាំងអស់គ្នាយើងតែងតែខិតខំសិក្សាខិតខំធ្វើការនិងបង់ពន្ធប៉ុន្តែបន្ទាប់ពីបង់លុយទាំងអស់នេះហើយយើងភាគច្រើនមានលុយតិចតួចណាស់នៅចុងខែនីមួយៗយើងមានប្រាក់កម្ចីមហាវិទ្យាល័យប្រាក់កម្ចីទិញឡានបំណុលកាតឥណទាននិងប្រាក់កម្ចីទិញផ្ទះទាំងអស់នេះធ្វើឲ្យយើងមានអារម្មណ៍ថាមានបន្ទុកដ៏ធំសម្បើមដោយគ្មានថ្ងៃធូរស្បើយឡើយបន្ទាប់មកវាហាក់ដូចជាបន្ថែមភាពអាម៉ាស់ដល់យើងចំពោះរបួសស្នាមនេះប្រៀបធៀបនឹងប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ការចំណាយលើអ្វីដែលយើងត្រូវការឡានទំនើបម៉ូដដែលថ្មីបំផុតដែលទើបនឹងចេញរថយន្ត SUV ប្រភេទចាស់និងមិនប្រើទៀតទេយើងត្រូវការបដូរទូរស័ព្ទរបស់យើងមានមិត្តភ័ក្តិដែលបានធ្វើដំណើរទៅលេងកន្លែងប្លែកៗឬនាំក្រុមគ្រួសាររបស់ពួកគេទៅ Disney World កន្លែងដ៏អស្ចារ្យបំផុតនៅលើលោកជាច្រើនដងប៉ុន្តែរៀងរាល់ឆ្នាំយើងមានអារម្មណ៍ថាយើងបានបាត់បង់ឱកាសប្រសិនបើយើងមិនបានធ្វើដំណើរទៅទីកន្លែងទាំងនោះដោយខ្លួនយើងផ្ទាល់ឥឡូវនេះមានពាក្យមួយសម្រាប់វាថាគឺជាពាក្យ FOMO Fear of Missing Out ការខ្លាចបាត់បង់សពថ្ងៃនេះអ្នករាល់គ្នាមានស្ថានភាពនៃការខ្លាចបាត់បង់មិនថាគ្រឿងសម្អាងឬសម្លៀកបំពាក់ឬក៏ឈុតដែលនឹងធ្វើឲ្យយើងកាន់តែសង្ហាស្រស់ស្អាតឬមើលទៅគឺហាសម្បូរបែបដូចជាអ្នកមានក៏ដោយយើងត្រូវតែទិញវាឬយើងកំពុងតែបាត់បង់ឱកាសក្នុងការទិញព្រោះបញ្ជីនេះមិនចេះចប់ទេគឺវានឹងមានតម្រូវការដទៃទៀតដូចជាការសាងសង់ផ្ទះថ្មីឧបករណ៍ថ្មីស្បែកជើងថ្មីនិងត្រូវការស្គាល់បទពិសោធន៍ថ្មីសម្រាប់យើងអ្វីៗទាំងអស់សុទ្ធតែថ្មីគ្រប់ពេលវេលាតម្រូវការថ្មីនេះ
យើងត្រូវបានគេប្រាប់តាមរយៈអ្នកផ្សាយពាណិជ្ជកម្មកម្មវិធីទូរទស្សន៍និងមិត្តភ័ក្តិរបស់យើងថាអ្វីដែលយើងមានគឺមិនល្អគ្រប់គ្រាន់ទៀតទេពិតណាស់យើងមិនស្លាប់ទេប្រសិនបើយើងមិនមានរបស់ទាំងនេះប៉ុន្តែកូនរបស់យើងអាចនឹងស្លាប់ព្រោះអ្វីដែលឪពុកម្ដាយមិនបានឮពីកូនរបស់គេថាតើខ្ញុំនឹងត្រូវស្លាប់បើខ្ញុំមិនមានអ្វីដែលមិត្តភ័ក្តិរបស់ខ្ញុំមានឬមួយកូនរបស់គេអាចនិយាយថាមនុស្សគ្រប់គ្នាក្រៅពីខ្ញុំមានហើយខ្ញុំមើលទៅដូចជាអ្នកចាញ់ម្នាក់ប្រសិនបើខ្ញុំមិនមានវាតើម៉ាក់និងប៉ាអាចទិញវាឲ្យខ្ញុំបានទេត្រូវចាំថាកូនមិនមែនមានតែម្នាក់ទេដែលធ្វើដូច្នេះយើងទាំងអស់គ្នាស្គាល់អ្នកណាដែលតែងតែអួតខ្លួនពីការទិញទំនិញម៉ូដដែលចុងក្រោយបំផុតរបស់ពួកគេទេបន្ទាប់មកត្រឡប់ទៅផ្ទះរបស់យើងវិញហើយគិតចំពោះខ្លួនយើងថាមែនហើយទូរទស្សន៍នេះគឺថោកនិងហួសសម័យហើយខ្ញុំក៏ត្រូវការរបស់ថ្មីដែរម្យ៉ាងទៀតនៅពេលដែលយើងមិនមានលទ្ធភាពទិញរបស់ដែលមិត្តរបស់យើងមានយើងនឹងច្របូកច្របល់ចិត្តនិងតូចចិត្តនៅពេលយើងឃើញមនុស្សដែលមានជីវិតរីករាយដោយមិនខំប្រឹងអ្វីដែលមិនខំប្រឹងធ្វើអ្វីសោះយើងនឹងខឹងគេតូចចិត្តច្រណែនហើយយើងក៏ត្អូញត្អែថាខ្ញុំខំប្រឹងប្រែងធ្វើការយ៉ាងលំបាកខ្ញុំសមនឹងទទួលបានអ្វីល្អយើងប្រាប់ខ្លួនយើងថាយើងកំពុងធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវហើយប៉ុន្តែយើងនៅតែមិនមានគ្រប់គ្រាន់ទៀតវាមិនដែលគ្រប់គ្រាន់ទេនរណាក៏តែងតែមានអ្វីមួយល្អប្រសើរគ្រប់គ្រាន់និងខិតខំធ្វើអ្វីមួយបន្ថែមដែរពេលមិនបានធ្វើអ្វីដូចបំណងយើងនិយាយវាមិនយុត្តិធម៌ទេកាលពីកូនស្រីរបស់ខ្ញុំនៅតូចខ្ញុំបានផ្លាស់ប្ដូរក្រុមគ្រួសាររបស់ខ្ញុំទៅ Boston អស់រយៈពេល1ឆ្នាំដើម្បីការសិក្សាកូនស្រីរបស់ខ្ញុំនៅពេលនោះនាងមិនសូវចេះនិយាយភាសាអង់គ្លេសទេលុះនាងត្រឡប់មកផ្ទះវិញថ្ងៃមួយនាងបានសួរខ្ញុំពីឃ្លាមួយដែលនាងបានស្ដាប់គេនិយាយពេញមួយថ្ងៃនាងបាននិយាយថាប៉ាមនុស្សគ្រប់គ្នាបាននិយាយប្រយោគមួយអញ្ចឹងខ្ញុំចង់ដឹងថាវាមានន័យយ៉ាងដូចម្ដេចខ្ញុំបានសួរនាងថាវាជាប្រយោគអ្វីនាងបានប្រាប់ខ្ញុំពីប្រយោគដែលក្មេងៗកំពុងប្រើពេញមួយថ្ងៃនោះគឺថាវាមិនយុត្តិធម៌ទេខ្ញុំមិនអាចជួយបានទេប៉ុន្តែញញឹមត្រូវហើយនៅពេលនិយាយពីលុយនិងជីវិតជាញឹកញាប់យើងតែងតែមានអារម្មណ៍នឹងឮពាក្យថាមិនយុត្តិធម៌ទេក្មេងៗតែងតែឮពីឪពុកម្ដាយនឹងនិយាយពាក្យនេះនៅផ្ទះដូចជាមិនយុត្តិធម៌ទេការដែលអ្នកនេះឬអ្នកនោះធ្វើល្អជាងខ្ញុំវាមិនយុត្តិធម៌ទេការដែលខ្ញុំខិតខំធ្វើការយ៉ាងខ្លាំងតែខ្ញុំទទួលបានប្រាក់តិចតួចសម្រាប់ការប្រឹងប្រែងរបស់ខ្ញុំរាល់លើកដែលកូនរបស់យើងទៅសាលារៀនគេតែងតែឃើញក្មេងម្នាក់កំពុងតែលេងជាមួយតុក្កតាដែលពួកគេចង់បានពេលនោះពួកគេនិយាយថាឥឡូវនេះវាមិនយុត្តិធម៌ទេដែលនាងមានតុក្កតានោះហើយខ្ញុំមិនមានឬវាមិនយុត្តិធម៌ទេដែលគាត់ទទួលបានការឈប់សម្រាកហើយខ្ញុំមិនមានការឈប់សម្រាកគ្រូម្នាក់ប្រហែលជាត្រូវបានគេអញ្ជើញឲ្យបញ្យល់ក្មេងៗទាំងនោះបានបញ្យល់ថាមានពេលគ្រប់គ្រាន់សម្រាប់បងប្អូនទាំងអស់គ្នាក្នុងការជិះទូកលេងគ្រាន់តែរងចាំវេនរបស់បងប្អូនប៉ុណ្ណោះឬមានប្រដាប់ប្រដាក្មេងលេងជាច្រើនទៀតដែលបងប្អូនត្រូវលេងជាមួយចូលទៅរកមួយណាដែលបងប្អូនចង់បានអ្វីដែលគ្រូបានលើកឡើងគឺមិនខុសទេគឺមានពេលគ្រប់គ្រាន់និងមានជម្រើសគ្រប់គ្រាន់សម្រាប់ក្មេងៗដូចជាតុក្កតាប្រដាប់ប្រដាក្មេងលេងជាដើមប៉ុន្តែក្មេងៗមិនអាចមើលឃើញថាមានគ្រប់គ្រាន់នោះទេពួកគេមើលឃើញតែអ្វីដែលពួកគេមិនមាននិងអ្វីដែលពួកគេកំពុងធ្វើដូចឪពុកម្ដាយរបស់ពួកគេឃើញតែអ្វីដែលពួកគេមិនមាននិងអ្វីដែលពួកគេមិនធ្វើប៉ុណ្ណោះនេះគឺជាអ្វីដែលយើងហៅថាជំនឿនៃភាពខ្វះខាតការស្វែងយល់ពីកម្រិតជីវភាពរបស់មនុស្សតាមទ្រឹស្ដីរបស់ Robert Kiyosaki ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅក្នុងទីក្រុង Hawaii សហរដ្ឋអាមេរិកបានសិក្សាស្រាវជ្រាវរកឃើញកម្រិតជីវភាពរបស់មនុស្សជា4កម្រិតខុសៗគ្នាដែលមានដូចជាអ្នកក្រអ្នកមធ្យមអ្នកមាននិងអ្នកមានស្ដុកស្ដំហើយ4កម្រិតនេះក៏ចែកចេញជា2ផ្នែកផ្សេងទៀតគឺជាប្រភេទចំណូលសកម្មនិងប្រភេទចំណូលអកម្មដោយចំណូលសកម្មគឺជាក្រុមមនុស្សដែលបញ្ចេញកម្លាំងធ្វើការងារទៅទទួលបានលុយមនុស្សដែលទទួលបានប្រាក់ចំណូលដោយប្រើកម្លាំងមាន2ប្រភេទគឺនិយោជិតឬអ្នកធ្វើការឲ្យគេនិងអ្នកដែលធ្វើការឲ្យខ្លួនឯងចំណែកឯចំណូលអកម្មគឺក្រុមមនុស្សដែលទទួលបានចំណូលដោយមិនចាំបាច់ប្រើកម្លាំងទោះបីជាពួកគេមិនធ្វើការក៏ដោយក៏ពួកគេទទួលបានចំណូលដែរហើយចំណូលអកម្មក៏ចែកចេញជា2ប្រភេទគឺម្ចាស់អាជីវកម្មនិងអ្នកវិនិយោគិនដោយនិយោជិតឬអ្នកធ្វើការឲ្យគេគឺជាអ្នកធ្វើការដោយប្រើប្រាស់ជំនាញដើម្បីរកលុយស្ថិតនៅក្នុងប្រព័ន្ធការងាររបស់ប្រធានមានដូចជា
ជាបុគ្គលិកក្រុមហ៊ុនបុគ្គលិកអង្គការបុគ្គលិករដ្ឋបុគ្គលិករាជការជាដើមមនុស្សក្រុមនេះទទួលបានប្រាក់ខែឬប្រាក់ចំណូលតិចតួចគឺបានត្រឹមតែ1%នៃកិច្ចការខិតខំប្រឹងប្រែងរបស់ខ្លួនចំណែក99%ទៀតបានទៅលើចៅហ្វាយរបស់ពួកគេដូច្នេះហើយទើបពួកគេជាមនុស្សក្រមានរហូតដល់ទៅ85%និងផ្នែកទី2ជាអ្នកធ្វើការងារឲ្យខ្លួនឯងគឺជាអ្នកដែលកាន់កាប់ការងារដោយខ្លួនឯងចៅហ្វាយនាយក៏ខ្លួនឯងបុគ្គលិកក៏ខ្លួនឯងហើយប្រើកម្លាំងដើម្បីរកលុយកម្រិតជីវភាពរបស់គាត់ប្រសើរជាងអ្នកធ្វើការងារឲ្យអ្នកដទៃដោយសារពួកគេទទួលបានចំណូល100%ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដូច្នេះទើបពួកគេជាក្រុមមនុស្សដែលមានជីវភាពមធ្យមដែលមាន9%និងក្រុមមនុស្សទី3ជាម្ចាស់អាជីវកម្មដែលគឺជាអ្នកបង្កើតប្រព័ន្ធការងារបង្កើតប្រព័ន្ធគ្រប់គ្រងហើយស្វែងរកមនុស្សធ្វើការឲ្យគាត់មានមនុស្សធ្វើការងារឲ្យគាត់ទោះបីជាគាត់មិនធ្វើការក៏មានមនុស្សជាច្រើនធ្វើការឲ្យគាត់ទទួលបាន99%នៃចំណូលរបស់មនុស្សមួយក្រុមចំណែក1%ទៀតបានទៅលើមនុស្សដែលធ្វើការឲ្យគាត់ដូច្នេះហើយទើបគាត់ខ្លាយជាអ្នកមានដែលក្នុងโลกនេះមានតែ5%ប៉ុណ្ណោះនិងផ្នែកទី4ជាអ្នកវិនិយោគគាត់ជាអ្នកប្រើគំនិតប្រើប្រាជ្ញាដើម្បីរកលុយបង្កើតប្រព័ន្ធនិងបណ្ដាញដើម្បីរកលុយគាត់ជាអ្នកធុរកិច្ចដែលមានមនុស្សច្រើនក្រុមធ្វើការងារឲ្យគាត់មានក្រុមហ៊ុនមានចំនួនជាច្រើនហើយចំណូលរបស់គាត់គឺបានមកពីគ្រប់ទិសទីឬហៅថាចំណូលស្វ័យគុណគាត់ទទួលបានចំណូល99%ពីមនុស្សច្រើនអ្នកនិងទទួលបានចំណូល1%ពីក្រុមហ៊ុនច្រើនក្រុមហ៊ុនជាលទ្ធផលគឺជាអ្នកខ្លាយជាអ្នកមានស្ដុកស្ដំដែលនៅលើโลกនេះមានត្រឹមតែ1%ប៉ុណ្ណោះដែលក្រុមទី1និយោជកកម្រិតជីវភាព85%ជាអ្នកបំពេញការងារឲ្យគេមានដូចជាបុគ្គលិកស្ថាប័នរដ្ឋស្ថាប័នឯកជនអង្គការនិងកម្មករជាដើមពួកគេប្រើកម្លាំងនិងពេលវេលាដើម្បីរកលុយក្រោមការគ្រប់គ្រងរបស់ចៅហ្វាយនាយដោយសង្ឃឹមថានឹងអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំតែការសង្ឃឹមទាំងនោះគឺមានអត្រាទាបពួកគេទទួលបានតែមួយចំណែកតូចគឺ1%នៃការប្រឹងប្រែងរបស់ខ្លួនប៉ុណ្ណោះហើយវាគឺជាចំណូលដែលកើនឡើងដោយការដំឡើងប្រាក់ខែលទ្ធភាពសមត្ថភាពដែលអ្នកត្រូវមានដើម្បីទទួលបានការងារគឺអ្នកត្រូវមានជំនាញអ្នកត្រូវមានចំណេះដឹងទូទៅអ្នកត្រូវចេះភាសាបរទេសនិងបច្ចេកវិទ្យាកុំព្យូទ័រអ្នកត្រូវមានឥរិយាបថល្អអ្នកត្រូវមានបទពិសោធន៍ឬធ្វើការងារដោយស្ម័គ្រចិត្តសិនអ្នកត្រូវចេះសរសេរពាក្យសុំការងារឲ្យបានល្អទើបគេទទួលយកត្រូវមានលិខិតបញ្ជាក់ការសិក្សាឬបទពិសោធន៍ការងារអ្នកមិនចាំបាច់ចំណាយទុនជាលុយតែត្រូវវិនិយោគខ្លួនកន្លះថ្ងៃហើយគណៈពេលដែលបំពេញការងារអ្នកត្រូវយកចិត្តទុកដាក់យ៉ាងពេញទំហឹងអ្នកត្រូវធ្វើការងារ8ម៉ោងក្នុងមួយថ្ងៃឬអាចលើសពីនេះអ្នកមិនមានសេរីភាពពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារអ្នកត្រូវលក់កម្លាំងលក់ខួរក្បាលលក់ពេលវេលាដើម្បីប្រាក់អ្នកត្រូវធ្វើការតាមផែនការដែលប្រធានដាក់ឲ្យធ្វើអ្នកត្រូវគោរពវិន័យដែលក្រុមហ៊ុនដាក់ចេញអ្នកត្រូវធ្វើការងារក្នុងប្រព័ន្ធតាមលក្ខខណ្ឌការងារដើម្បីផលប្រយោជន៍ប្រធានចំណែកឯលទ្ធផលដែលទទួលបានពីការបំពេញការងារនោះអ្នកត្រូវបង្កើនសមត្ថភាពការងារឲ្យបានខ្ពស់អ្នកត្រូវធ្វើការឲ្យគេដោយប្រើពេលវេលាយូរប្រកបដោយស្នាដៃនិងបទពិសោធន៍អ្នកត្រូវគោរពយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍ដែលគេដាក់ឲ្យអ្នកត្រូវយកចិត្តទុកដាក់ឲ្យដូចជាការងាររបស់ខ្លួនអ្នកត្រូវឧស្សាហ៍យកចិត្តប្រធានតាមចិត្តប្រធានគ្រប់ពេលអ្នកត្រូវបង្កើតឲ្យមានស្នាដៃឬសមិទ្ធផលឲ្យបានច្រើននិងកើនជាប្រចាំធ្វើការងារឲ្យលើសពីផលតបស្នងទៅជាការចាប់អារម្មណ៍ពីប្រធានអ្នកត្រូវធ្វើការប្រកួតប្រណាំងយ៉ាងស្វិតស្វាញជាមួយក្រុមបុគ្គលិកដទៃចុងឆ្នាំគេជប់លៀងអបអរសាទរលទ្ធផលរបស់គេមិនមែនលទ្ធផលសម្រាប់អ្នកទេតែសប្បាយចិត្តដោយមិនដឹងខ្លួនចំណែកឯហានិភ័យដែលក្រុមនេះនឹងប្រឈមរួមមានការគំរាមកំហែងដោយផ្ទាល់ឬប្រយោលពីប្រធានអ្នកត្រូវបានប្រធានយកធ្វើជាខែលឬជារបាំងការពារមុខមាត់គាត់អ្នកត្រូវប្រឈមមុខចំពោះច្បាប់ផ្សេងអ្នកត្រូវទទួលខុសត្រូវចំពោះការងារនិងលទ្ធផលនៃការងារបើអ្នកធ្វើខុសត្រូវបានគេដេញចេញពីការងារមិនអាចធានាសុវត្ថិភាពគ្រប់គ្រាន់ពេលកំពុងបំពេញការងារបើគេខ្សែធនអ្នកត្រូវបាត់បង់ការងារដើររកការងារថ្មីទៀតបើមានបញ្ហាសុខភាពអ្នកប្រឈមមុខនឹងការកាត់លុយឬបញ្ឈប់ពីការងារនោះហើយគ្រួសាររបស់អ្នកនឹងប្រឈមនឹងផលវិបាកចំណែកឯផលតបស្នងដែលអ្នកនឹងទទួលបានចំណូល1%ពីការខិតខំប្រឹងប្រែងរបស់ខ្លួននេះជាប្រភេទចំណូលកើនតតែអ្នកខំប្រឹងធ្វើការទើបគេឡើងតំណែងទើបគេដំឡើងប្រាក់ខែទទួលបានចំណូលកើននៅពេលអ្នកបង្កើនលទ្ធផលជូនក្រុមហ៊ុនចំណូលប្រភេទនេះប្រៀបដូចជាទឹកត្រពាំងអណ្ដូងប្រភពចំណូលបានមកពីទឹកភ្លៀងតែមួយគត់ចំណូលបានត្រឹមតែរស់ដើម្បីធ្វើការឲ្យគេតទៅទៀតអត់សល់លុយសម្រាប់នៅថ្ងៃមុខស្ថានភាពជីវភាពមិនរីកចម្រើនគ្មានលទ្ធភាពអាចបំពេញតម្រូវការខ្លួនឯងនិងគ្រួសាររបស់ខ្លួនបានគ្មានភាពកក់ក្ដៅជាមួយក្រុមគ្រួសារព្រោះមិនមានសេរីភាពពេលវេលានិងសេរីភាពផ្នែកហិរញ្ញវត្ថុប្រាក់កម្រៃដែលបានពីការខំធ្វើការត្រូវ
ត្រូវយកមកចិញ្ចឹមជំងឺអ្នកនឹងគ្មានលទ្ធភាពខ្លាយជាអ្នកមានទេប្រសិនបើអ្នកនៅបន្តចំណែកឯខណៈពេលដែលចូលនិវត្តន៍អ្នកមិនអាចចូលនិវត្តន៍មុនអាយុអ្នកចូលនិវត្តន៍តែអត់លុយព្រោះលុយរបស់អ្នកក៏ចូលនិវត្តន៍ដែរអ្នកត្រូវបន្តការរកការងារធ្វើទៀតដើម្បីរកលុយហើយនឹងនៅមានការពឹងពាក់ខាងផ្នែកលុយកាក់ប្រាក់កម្រៃដែលទទួលបានពីការងារមុនមិនអាចបំពេញតម្រូវការពេលចាស់ជរាបានគ្មានលុយគ្រប់គ្រាន់ដើម្បីដើរលំហែមើលថែទាំខ្លួននិងព្យាបាលជំងឺអ្នកនៅតែជួបការលំបាកកាន់តែខ្លាំងវាតម្រូវឲ្យកូនចៅជាអ្នកទទួលខុសត្រូវទាំងស្រុងលើបញ្ហាលុយកាក់អ្នកមានពេលវេលាប៉ុន្តែគ្មានប្រាក់ដើម្បីកំសាន្តជីវិតវាជាបន្ទុកដ៏ធ្ងន់ដល់កូនចៅដែលត្រូវរកប្រាក់មកចិញ្ចឹមឬថែទាំហើយចំណែកឯចុងបញ្ចប់នៃជីវិតអ្នកនឹងធ្លាក់ខ្លួនឈឺហើយគ្មានលុយសម្រាប់ព្យាបាលជីវិតចុងក្រោយគ្មានសល់អ្វីក្រៅពីសល់បំណុលអ្នកស្លាប់ដោយមិនបានស្គាល់ពីពិភពលោកហើយពិភពលោកក៏មិនស្គាល់អំពីអ្នកដែរអ្នកមិនអាចសាងស្នាដៃអ្វីមួយដ៏អស្ចារ្យសម្រាប់សង្គមអ្នកគ្មានលទ្ធភាពគ្រប់គ្រាន់នឹងបង្កើនការងារឲ្យកូនចៅជំនាន់ក្រោយបានធ្វើអ្នកគ្មានទ្រព្យសម្បត្តិដើម្បីបន្សល់ទុកដល់អ្នកក្រោយក្រុមគ្រួសារឬកូនចៅអាចនៅធ្វើការបន្តជាខ្ញុំកញ្ចាស់របស់គេឬជាកូនបំណុលបន្តពីអ្នកចំណែកឯក្រុមមនុស្សប្រភេទទី2ដែលជាអ្នកធ្វើការងារឲ្យខ្លួនឯងដោយប្រើកម្លាំងដើម្បីរកលុយគឺបង្កើតមុខរបរផ្ទាល់ខ្លួនមិនចង់លក់ពេលវេលាកម្លាំងកាយនិងចំណេះដឹងទៅឲ្យអ្នកដទៃមិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំរបស់អ្នកដទៃគឺចង់ធ្វើអ្វីមួយស្រេចតាមការគិតឃើញរបស់ខ្លួនមិនអាចក្លាយជាអ្នកមានបានឡើយទោះគាត់ចំណេញ 100% ពីខ្លួនឯងក៏ដោយព្រោះមានកម្លាំងតិចជាចំណូលបូកគឺបើចង់បានចំណូលបន្ថែមគឺត្រូវបង្កើនការលក់បន្ថែមទៀតហើយដើម្បីចាប់ផ្ដើមធ្វើការងារដោយខ្លួនឯងបានអ្នកត្រូវសិក្សានិងស្វែងយល់អំពីតម្រូវការបញ្ហានិងឥរិយាបថរបស់មនុស្សអ្នកត្រូវមានចំណេះដឹងទូទៅឲ្យបានច្រើនអ្នកត្រូវរៀនក្រៅប្រព័ន្ធគឺរៀនអំពីការរកស៊ីអ្នកត្រូវរៀនតាមគ្នារៀនតាមអ្នកដែលមានបទពិសោធន៍មុនអ្នកត្រូវយល់ដឹងអំពីស្ថានភាពទីផ្សារអ្នកត្រូវចំណាយដើមទុនច្រើនគួរសមល្មមចំណែកឯការងារវិញគឺធ្វើការឲ្យខ្លួនឯងមិនមានអ្នកណាត្រួតត្រានិងត្រួតបញ្ជាមានភាពឯករាជ្យតែគ្មានសេរីភាពមានការទទួលខុសត្រូវម្ចាស់ការលើខ្លួនឯងការងារអត់មានប្រព័ន្ធអត់មានលក្ខខណ្ឌគ្មានមនុស្សធ្វើការឲ្យខ្លួនអត់បុគ្គលិកអត់ប្រធានធ្វើការតាមផែនការកំណត់របស់ខ្លួនជាការសម្រេចអ្នកត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនិងពេលវេលាដើម្បីប្រាក់ចំណូលអ្នកត្រូវលះបង់សេចក្តីសុខដើម្បីបានលទ្ធផលអ្នកមានការព្រួយបារម្ភគ្រប់ពេលវេលាចំពោះហានិភ័យទាំងឡាយមានសិទ្ធិសម្រេចចិត្តក្នុងការចង់ផ្លាស់ប្ដូរអ្វីមួយចំណែកឯការដំឡើងតំណែងវិញខ្លួនឯងជាអ្នកកំណត់ពីការកើនឡើងឬថយចុះនៃអាជីវកម្មរបស់ខ្លួននិងមិនមានការតែងតាំងពីព្រោះអ្នកនៅតែជាប្រធានលើខ្លួនឯងនិងជាអ្នកនឹងជាកញ្ចាស់និងជាកូនចៅដោយខ្លួនឯងដដែលមិនត្រូវបានគោរពគោលការណ៍អ្វីនោះទេតំណែងឡើងចុះតាមទឹកលុយអ្នកត្រូវប្រឹងប្រែងម្នាក់ឯងយ៉ាងលំបាកលំបិនប៉ុណ្ណោះចំណែកឯហានិភ័យដែលត្រូវជួបសុវត្ថិភាពត្រូវបានទទួលខុសត្រូវដោយខ្លួនឯងអ្នកអាចសម្រាកបានគ្រប់ពេលវេលាតែប្រាក់ចំណូលក៏សម្រាកដែរការខាតបង់គឺខ្លួនឯងជាអ្នករ៉ាប់រងចេញមុខដោះស្រាយបញ្ហាដែលកើតមានដោយខ្លួនឯងជួបបញ្ហាសុខភាពយ៉ាងធ្ងន់ព្រោះត្រូវធ្វើការរ៉ាប់រងតែម្នាក់ឯងមានការប្រកួតប្រជែងច្រើនឈឺក្បាលវិលមុខជាប្រចាំមានខាតមានចំណេញមិនអាចកំណត់បានការងារអត់មានប្រព័ន្ធច្បាស់លាស់ពេលមានអាសន្នឬឈឺគ្មានអ្នកមើលការខុសត្រូវកិច្ចការនិងគ្រួសាររបស់អ្នកចំណែកឯលទ្ធផលវិញគឺអ្នកទទួលបានចំណូល 100% ពីកម្លាំងតែម្នាក់ឯងជាប្រភេទចំណូលបូកខំប៉ុណ្ណាបានប៉ុណ្ណឹងប្រាក់ចំណេញកើនឬមិនកើនអាស្រ័យលើខ្លួនឯងតែម្នាក់ចំណូលប្រភេទនេះប្រៀបបានដូចទឹកជ្រោះអូរស្ទឹងដែលទទួលបានមកពីទឹកភ្លៀងនិងទីទួលពោះហើយនឹងត្រូវហូរទៅវិញអស់មិនបានទេយូរអង្វែងអាចសល់ប្រាក់បន្តិចបន្តួចសម្រាប់ដោះស្រាយបញ្ហាហានិភ័យផ្សេងទោះជាយ៉ាងណាចំណូលរបស់អ្នកច្រើនជាងអ្នកធ្វើការឲ្យគេខណៈពេលដែលលទ្ធភាពចូលនិវត្តន៍ការធ្វើការងាររហូតដល់ចាស់តតែធ្វើឡើងកើតនៅតែរវល់ពេញមួយជីវិតមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងជីវភាពគ្រួសារឲ្យបានខ្ពស់នៅតែជួបការលំបាកខាងផ្នែកហិរញ្ញវត្ថុអត់មានពេលវេលាដើម្បីកំសាន្តជីវិតនៅតែបញ្ចេញកម្លាំងនិងទទួលភាពហត់នឿយតែម្នាក់ឯងសុខភាពក៏ចុះខ្សោយខ្លាំងទៅចំណែកឯជីវិតចុងបញ្ចប់វិញសល់លុយខ្លះល្មមជួយខ្លួនឯងបានមិនចាំបាច់ពឹងពាក់ជំនួយមានលុយមើលជំងឺនិងថែទាំសុខភាពខ្លួនឯងរួចខ្លួនអត់ជាប់បំណុលគេមិនមានលទ្ធភាពសាងស្នាដៃដល់សង្គមអាចជួយក្រុមគ្រួសារបានមួយផ្នែកប៉ុណ្ណោះសុខភាពចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃនិងចំណែកក្រុមទី3វិញជាម្ចាស់អាជីវកម្មដែលជាម្ចាស់ជំនួញមិនធ្វើការងារដោយខ្លួនឯងហើយស្ថាបនានៅប្រព័ន្ធការងារបង្កើតយុទ្ធសាស្ត្រទីផ្សាររបៀបរបបគ្រប់គ្រងនិងដឹកនាំស្ថាប័នហើយស្វែងរកមនុស្សមកធ្វើការងារដើម្បីបំពេញគោលដៅរបស់ខ្លួនទោះជាខ្លួនមិនអាចធ្វើការងារកើតក៏មានមនុស្សមួយក្រុមសម្រាប់ធ្វើការងារជំនួស
ខ្លួនដែរគាត់ទទួលបាន99%នៃចំណូលរបស់មនុស្សមួយក្រុមជាចំណូលគុណបើចង់បានចំណូលបន្ថែមទៅរកមនុស្សឲ្យបានច្រើនហើយលក្ខណៈសម្បត្តិដែលត្រូវមានដើម្បីបើកចំនួននោះបានគឺអ្នកត្រូវមានចំណេះដឹងទីផ្សារអ្នកត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់អ្នកត្រូវមានដើមទុនទាំងគំនិតលុយនិងពេលវេលាអ្នកត្រូវមានចំណេះដឹងទូទៅអ្នកត្រូវចេះពីរបៀបប្រកបអាជីវកម្មអ្នកត្រូវចេះគ្រប់គ្រងនិងដឹកនាំមនុស្សចំណែកឯលក្ខណៈនៃការងារវិញអ្នកត្រូវបង្កើតគម្រោងអាជីវកម្មច្បាស់លាស់អ្នកត្រូវបង្កើតគោលការណ៍នយោបាយនិងបទបញ្ញត្តិផ្សេងៗហើយអ្នកត្រូវបង្កើតប្រព័ន្ធប្រើប្រាស់មនុស្សដោយខ្លួនឯងអ្នកត្រូវជាប្រធានលើមនុស្សមួយក្រុមអ្នកត្រូវជាអ្នកកំណត់ផែនការនិងដាក់ការងារឲ្យគេធ្វើហើយអ្នកត្រូវមានសិទ្ធិអាចបញ្ជាលើមនុស្សមួយក្រុមតូចអ្នកត្រូវមានគេធ្វើការដោយស្វ័យប្រវត្តិនិងអ្នកត្រូវរិះរកវិធីពង្រីកអាជីវកម្មបន្ថែមចំណែកឯសមិទ្ធផលនៃការឡើងតំណែងអ្នកជាប្រធានគេអ្នកដំឡើងតំណែងឲ្យគេអ្នកជាអ្នកកំណត់គោលការណ៍ដើម្បីរុញឲ្យបុគ្គលិកខំប្រឹងប្រែងធ្វើការមានមនុស្សនៅចាំជួយការងារច្រើនក៏ព្រោះគេចង់បានការតែងតាំងពីអ្នកត្រូវមានភាពប៉ិនប្រសប់ក្នុងការចាត់ចែងនិងរៀបចំការងារអ្នកត្រូវមានជំនាញជ្រើសរើសមនុស្សមកប្រើអ្នកត្រូវមានជំនាញក្នុងការបណ្ដុះបណ្ដាលនិងតម្រង់ទិសដៅអ្នកត្រូវធ្វើការត្រួតពិនិត្យដំណើរការនិងលទ្ធផលការងារជាប្រចាំអ្នកត្រូវផ្ដល់រង្វាន់និងការលើកទឹកចិត្តចំពោះបុគ្គលិកជាប្រចាំបុគ្គលិកធ្វើការងារឲ្យអ្នកត្រូវគិតថាពួកគេគឺជាប្រភពលុយរបស់អ្នកដើម្បីបានចំណូលច្រើនអ្នកត្រូវជ្រើសរើសមនុស្សឲ្យច្រើននិងជំរុញសកម្មភាពការងារឲ្យខ្លាំងអ្នកមានមនុស្សជាច្រើនជួយទទួលខុសត្រូវលើប្រាក់ចំណូលរបស់អ្នកនិងអ្នកត្រូវត្រៀមជានិច្ចដើម្បីប្រកួតប្រណាំងចំណែកឯហានិភ័យវិញមានការទទួលខុសត្រូវចំពោះមុខចំនួនរបស់ខ្លួនចំនួនខាតឬចំណេញអាស្រ័យលើការដឹកនាំរបស់ខ្លួនអាចប្រឈមនឹងការប្រកួតប្រជែងទទួលខុសត្រូវសុវត្ថិភាពបុគ្គលិកទាំងអស់អ្នកត្រូវត្រៀមបុគ្គលិកជាថ្មីជានិច្ចបើអ្នកមានបញ្ហាផ្សេងថ្ងៃណាមួយក៏នៅមានមនុស្សរកចំណូលឲ្យអ្នកត្រូវប្រយ័ត្នរឿងសម្ងាត់ផ្ទៃក្នុងឲ្យបានចំណែកលទ្ធផលវិញអ្នកទទួលបានចំណេញ99%នៃការខិតខំរបស់បុគ្គលិកម្នាក់នេះជាប្រភេទចំណូលគុណចំណូលប្រភេទនេះប្រៀបដូចជាទន្លេឬជ្រោះមានប្រភពមកពីទឹកភ្លៀងស្ទឹងអូរអ្នកមិនចាំបាច់ធ្វើការក៏នៅតែមានចំណូលព្រោះមានមនុស្សធ្វើការងារឲ្យអ្នកមានបុគ្គលិកកាន់តែច្រើនចំណូលរបស់អ្នកកាន់តែខ្ពស់អ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារអ្នកមិនសូវមានបញ្ហាផ្នែកសុខភាពប្រាក់ចំណូលអាចត្រឹមតែបំពេញតម្រូវការឲ្យខ្លួនឯងនិងក្រុមគ្រួសារលទ្ធផលនៃចំណូលរបស់អ្នកអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានចំណែកឯលទ្ធភាពនៃការចូលនិវត្តន៍វិញអ្នកអាចចូលនិវត្តន៍តាមការកំណត់របស់អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយមិនត្រូវការពឹងពាក់បងប្អូនមានតែគេពឹងពាក់វិញមានសេរីភាពពេលវេលានិងហិរញ្ញវត្ថុមានការងារដើម្បីឲ្យកូនចៅបន្តពីខ្លួនអ្នកមានភាពរីករាយនឹងជីវិតរស់នៅមិនចាំបាច់ខ្វល់ខ្វាយពីការងារឬប្រាក់ចំណូលនៅតែមានចរន្តទឹកប្រាក់ហូរចូលជាលំដាប់មានភាពសប្បាយរីករាយជាមួយក្រុមគ្រួសារកូនចៅមិនព្រួយបារម្ភពីភាពក្រីក្រនៅថ្ងៃមុខទទួលបានមោទនភាពពីក្រុមគ្រួសារនិងសាច់ញាតិអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើសម្រាប់ជីវិតចុងក្រោយកូនចៅរបស់ខ្លួននៅតែមានភាពកក់ក្ដៅខាងផ្នែកហិរញ្ញវត្ថុទ្រព្យសម្បត្តិអាចបំពេញតម្រូវការចំពោះខ្លួនឯងគ្រួសារនិងសង្គមមានលុយមើលជំងឺនិងថែទាំសុខភាពខ្លួនឯងបានហើយចំណែកឯជីវិតចុងបញ្ចប់វិញមិនចាំបាច់ពឹងពាក់ជំនួយមានលទ្ធភាពជួយគ្រួសារបន្សល់ទ្រព្យសម្បត្តិសម្រាប់គ្រួសារនិងសង្គមរួចខ្លួនអត់ជាប់បំណុលក៏ប៉ុន្តែមិនមានលទ្ធភាពសាងស្នាដៃដល់សង្គមទេចំណែកឯមនុស្សក្រុមប្រភេទទី4វិញដែលជាអ្នកវិនិយោគគឺជាអ្នកសាងធុរកិច្ចដែលប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតប្រើចំណេះដឹងនិងប្រាជ្ញាដើម្បីបង្កើតលុយគេអាចបង្កើតប្រព័ន្ធឬបណ្ដាញដើម្បីរកលុយហើយគ្រប់គ្រងរាល់បណ្ដាញទាំងនោះនឹងមានមនុស្សជាច្រើនក្រុមមកធ្វើការងារឲ្យគាត់ហើយគាត់មានចំណូល1%ពីគ្រប់ទិសទីជាចំណូលស្វ័យគុណជាចំណូលធំច្រើនមហាសាលគ្រប់ទីកន្លែងគ្រប់វិនាទីនិងគ្រប់វិស័យហើយលក្ខណៈសម្បត្តិដើម្បីក្លាយជាអ្នកសាងធុរកិច្ចបាននោះគឺអ្នកត្រូវក្តោបឲ្យបាននៅព័ត៌មានជុំវិញពិភពលោកមានចំណេះដឹងទូទៅច្រើនជាមនុស្សមានគតិបណ្ឌិតឆ្លងកាត់នូវបទពិសោធន៍និងការបណ្ដុះបណ្ដាលពីមុខចំនួនច្រើនត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងនិងដឹកនាំមនុស្សដឹងឲ្យច្បាស់ពីសេដ្ឋកិច្ចនៅលើពិភពលោកជាប្រភេទមនុស្សដែលមានទេពកោសល្យចំណែកឯលក្ខណៈនៃការងារវិញខិតខំប្រឹងប្រែងធ្វើការងារដោយភាពវៃឆ្លាតខំបង្កើតប្រព័ន្ធការងារឬបណ្ដាញការងារដ៏ល្អហើយរកមនុស្សធ្វើការងារឲ្យអ្នកមានមនុស្សជាច្រើនក្រុមចាំធ្វើការឲ្យអ្នកគ្រប់ពេលមានសាជីវកម្មច្រើនប្រភេទក្នុងដៃមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើការអាចបញ្ជាទៅលើមនុស្សជាច្រើនអ្នកចំណែកឯការឡើងតំណែងវិញអ្នកជាប្រធានដ៏ធំលើក្រុមមនុស្សជាច្រើនប្រភេទតំណែងរបស់ប្រធានក្រុមហ៊ុននីមួយៗអ្នកជាអ្នកតែងតាំងឲ្យពួកគេតំណែងរបស់អ្នកកាន់តែច្រើនកាលណាអ្នកមានមុខចំនួនកាន់តែច្រើនដែរចំណែកឯហានិភ័យវិញអាចនឹងគ្មានហានិភ័យឡើយមានមនុស្សជាច្រើនទទួលខុសត្រូវចំពោះក្រុមហ៊ុនជាច្រើនជំនួសអ្នកស្ថានភាពនយោបាយក្នុងប្រទេសអាចជាផលប៉ះពាល់បន្តិចបន្តួចដល់សាជីវកម្ម
ទោះបីជាក្រុមហ៊ុនមួយខ្សែធនក៏នៅតែមានប្រាក់ចំណូលចូលចំណែកឯលទ្ធផលវិញចំណូល 99% ពីមនុស្សមួយក្រុមនិងចំណូល 1% ពីមនុស្ស100ក្រុមមានប្រាក់ដ៏ច្រើនតម្កល់ក្នុងធនាគារខ្លាយជាអ្នកមាននិងជាអ្នកជំនួញដ៏ល្បីក្នុងប្រទេសនិងក្រៅប្រទេសសល់លុយច្រើនមហាសាលសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិហើយមានសេរីភាពពេលវេលានិងផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយមានប្រាក់យ៉ាងច្រើនសម្រាប់ថែទាំសុខភាពខ្លួនឯងនិងគ្រួសារអាចផ្ដល់នូវសេចក្តីសុខខាងផ្នែកលុយកាក់ដល់មនុស្សជាទីស្រឡាញ់ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងលើពិភពលោកមិនធ្វើការមិនហត់នឿយក្នុងការនិយាយតែប្រាក់រត់ចូលមានមនុស្សរកប្រាក់ឲ្យអ្នកគ្រប់ពេលវេលាចំណែកឯស្ថានភាពទៅពេលចូលនិវត្តន៍វិញមានពេលវេលាគ្រប់គ្រាន់សម្រាប់កល់ពិភពលោកបានច្រើនសល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការបរិច្ចាគដល់សង្គមសុខភាពនៅតែមានលក្ខណៈល្អប្រសើរជីវិតពោរពេញទៅដោយក្តីសប្បាយរីករាយជាទីបំផុតមានពេលវេលាសប្បាយគ្រប់គ្រាន់សម្រាប់ជីវិតចុងក្រោយមានទ្រព្យសម្បត្តិដ៏ច្រើនត្រូវបានបន្សល់ទុកដល់កូនចៅមានភាពរីករាយជាមួយនឹងពិភពលោកខាងក្រៅត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រជាអ្នកជំនួញដ៏អស្ចារ្យអាចរស់នៅប្រកបដោយសេចក្តីសុខទាំងផ្នែកផ្លូវកាយផ្លូវចិត្តនិងវ័យចាស់ជរាមានអ្វីគ្រប់បែបយ៉ាងសម្រាប់កំដរជីវិតដើម្បីឲ្យសប្បាយរីករាយមានលុយចាយមិនអស់និងថែមទាំងអាចជួយមនុស្សជាច្រើនបានទៀតផងចំណែកឯជីវិតចុងក្រោយវិញគ្រួសាររបស់អ្នកនឹងក្លាយជាអ្នកមានផងដែរមានការកោតស្ងប់ស្ងាយនិងគាំទ្រយ៉ាងខ្លាំងគ្រួសារសង្គមនិងពិភពលោកស្លាប់ដោយបន្សល់លុយនិងសមិទ្ធផលដល់សង្គមជាច្រើនដូច្នេះហើយតើអ្នកពេញចិត្តនឹងអាជីពរបស់ខ្លួនហើយឬនៅមនុស្សខ្លះធ្វើការងារប៉ុន្តែគ្មានលុយគ្មានពេលវេលាមិនពេញចិត្តនឹងការងារគ្មានសុខភាពនិងគ្មានសុវត្ថិភាពនិងមនុស្សខ្លះទៀតមានគ្រប់យ៉ាងគឺមានទាំងលុយមានទាំងពេលវេលាពេញចិត្តនឹងអ្វីដែលពួកគេធ្វើមានទាំងសុខភាពនិងមានទាំងសុវត្ថិភាពចុះអ្នកវិញតើអ្នកចង់ស្ថិតនៅក្រុមមនុស្សប្រភេទណានោះ